នាងសេរនីនិទានបដាជូនញោមញាតិដើម្បីឲ្យស្ដាប់ធម៌នឹងទៅឲ្យស្រួលចកេះនាងសេរនីអាយុប្រហែល18ឆ្នាំធ្វើដំណើរដើរចូលទៅក្នុងវត្តចំថ្ងៃសិលយាយគាត់ថាណែចៅអើយមកណែមកចៅជួយរៀបចំភេសជ្ជៈប្រគិនប្រសង់ព្រះអង្គចូលធ្វើបោសតកម្មនាងនៅថាហួសសម័យហើយយាយអើយគ្មានបុណ្យគ្មានអានិសង្សគ្មានកុសលស្អីទេយាយឯងអស់នឹងឆោតទិញជឿអីមាននរកប្រែតមានបុណ្យមានទានអីមានកសលនេះខ្ញុំមិនជឿទេជំនឿរបស់យាយតានឹងចាស់កម្រិលពេកហើយស្ដីឲ្យយាយតាមកឆ្អែតគេអាងថាគេរៀនបានខ្ពស់ក៏ប៉ុន្តែខ្លួនកើតមកជាជនជាតិមួយគេដែរអត់ចេះវប្បធម៌ជាតិសាសន៍ប្រពៃណីខ្លួនឯងថាឯងគ្រាន់បើទៀតស្ដីឲ្យគេកើតមកក្រោយគេអត់រៀនសូត្រពីគេពីចាស់ពីទុំថាឯងគ្រាន់បើយាយក៏មិនថាអីដែរងាកមើលមុខគ្នាទៅខំហៅគេឲ្យធ្វើបន់គេថាឯងឆោតនាងនោះដើរចេញទៅដល់ផ្ទះបានតែ 2-3 ថ្ងៃស្លាប់ព្រោះខ្យល់កោស្លាប់បដ ாய் ទៅទាំងក្មេងអ្នកបើចាស់ស្លាប់ទៅអត់សូវអីទេព្រោះគាត់បានធ្វើបន់ធ្វើទានធ្វើសិលមកច្រើនហើយអាចមានពូជកើតមកជាមនុស្សវិញហើយអាក្មេងនៅសល់បន់បន្តិចបន្តួចទៅកើតមកមិនទាន់បានកសាងបន់ថ្មីផងស្លាប់ទៅព្រោះអស់ពូជកើតមកទៅហើយអស់មានពូជបន់នៅកើតមកទៅហើយដូច្នេះនាងអត់បានកើតមកជាមនុស្សទៅកើតជាប្រែតនៅក្នុងព្រៃកន្លែងគេចោលខ្មោច 2-3 ឆ្នាំក្រោយមកទៀតអ្នកស្រុកនាងរស់ស៊ីបរទេសលក់ដូរផលិតផលក្នុងស្រុកដូចជាល្អីកញ្ច្រែងអីចឹងទៅយុបតណាដេកទៅនឹងស្រាប់តែបកាត់ដងព្រៃនឹងសូរិយាក៏អស់ស្ដងគុតអលុតប្រសូសែងគឺថ្ងៃលិចឈប់អទេសដោះគោដោះក្របីសម្រាប់ដាំបាយហូបម៉ោងប្រលប់ចិត្តយប់គេថាម៉ោងខ្មោចចេញដើររស់ស៊ីប្រែតនឹងវាចេញដើរមែនព្រោះវាមានកម្មពីរស់នៅទៅលើកំណោខ្មោចព្រោះកន្លែងនោះគេចោលខ្មោចចេញមកខាងក្រៅដើររចុះរឡើងក៏លេងឃើញតានឹងស្គាល់មុខហាតានេះអ្នកស្រុកឯងតើឯងមើលឃើញគាត់ប៉ុន្តែគាត់អត់មើលឃើញឯងទេហីធ្វើមកចេះដើម្បីឲ្យគាត់ឃើញនិមិត្តឲ្យឃើញភ្នែកស្រស់គាត់និមិត្តឲ្យឃើញភ្នែកស្រស់វេវតានោះស្ទុបចំហក់ជាន់គ្នាឯខ្មោចលងហើយខ្មោចលងនាងនឹងហៅថាលោកតាស្គាល់ខ្ញុំទេខ្ញុំសិរនីណានៅស្រុកភូមិជាមួយលោកតាដែរអូនឹកឃើញហើយចៅសិរនីហុចចៅឯងស្លាប់មកពី 3 ឆ្នាំហើយនឹកឃើញហើយទៅកើតឯណានាងថាលោកតាខ្ញុំមានកម្មពៀមិនអាចទៅកើតជាមនុស្សបានខ្ញុំមកកើតជាកំណើតប្រែតនៅទីនេះអត់ចំណីអាហារលោកតាម៉ែរបស់ខ្ញុំសុខសប្បាយទេអត់អីទេចៅម្ដាយរបស់នាងសុខសប្បាយទេប៉ុន្តែគាត់ចាស់ជារាហើយនាងស្លាប់ចោលគាត់នៅតែឯងនាងផ្ដាំថាលោកតាខ្ញុំផ្ដាំទៅផងខ្ញុំកប់មាស4សែនកហបណៈក្រមក្រែកន្លែងខ្ញុំដេកឲ្យម្ដាយកាយមាសនឹងមកបែងជា2មួយចំណែកធ្វើបុណ្យឲ្យខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាយទៅបើមិនជាគាត់មិនធ្វើបុណ្យឲ្យខ្ញុំទេខ្ញុំអត់មានថ្ងៃណានឹងបានត្រឡប់ទៅកើតជាមនុស្សទេខ្ញុំខ្វះបុណ្យផ្ដាំទៅប៉ុណ្ណេះទៅបាត់រូបនឹងទៅវិញទៅតាហ្នឹងក៏សម្រាប់មកយប់នៅកន្លែងហ្នឹងចេះតែសម្រាប់លក់ដែរជួបខ្មោចប៉ុណ្ណឹងហើយណាលឺឡើងទៅក៏បរទេសតមកទៀតដើរលក់ដូរហោហែពេលមកដល់មុខផ្ទះនាងហ្នឹងឈប់អាទេសរត់ទៅហេបទៅហប់ទៅយាយអើយយាយខ្ញុំជួបកូនយាយឯងយាយអើយនៅឯណាយាយនោះកំពុងតែដេកទទួលភួយស្ទុះងើបឡើងភួយដោយភួយខ្នល់ដោយខ្នល់ស្ទើងមួយម៉ាំងមកហាកូនខ្ញុំនៅឯណាជួបកូនខ្ញុំនៅឯណាយាយគ្នាកើតជាកំណើតប្រែតនៅក្នុងព្រៃមកបង្ហាញខ្លួនភ្នែកស្រស់ណាហើយមកចឹងយាយនាងផ្ដាំថាមានកប់មាស4សែនកហបណៈក្រមក្រែកន្លែងនាងដេកឲ្យលោកយាយនឹងជីកមាសនឹងបែងជា2មួយចំណែកទុកចាយវាយខ្លួនឯងទៅប៉ុន្តែមួយចំណែកធ្វើបុណ្យឲ្យនាងផងបើមិនជួយនាងទេនាងអត់បានបុណ្យកុសលមកកើតជាមនុស្សទេយាយលឺតែអញ្ចឹងទាញជាប់ជីកម៉ាំងកាយខ្វោកឃើញមាសមែនអង្គុយកាន់សំណោះកូនហើយកូនឯងចង់រស់កូនឯងចង់មានកូនឯងចង់បានចង់សុខប៉ុន្តែកូនឯងអត់យល់មិនមែនសេចក្តីសុខមានត្រឹមតែទ្រព្យសម្បត្តិតែប៉ុណ្ណឹងទេតើតើមានបុណ្យជួយទ្រទ្រង់ជីវិតផងណា
បើអត់មានបនទេកូនឯងឃើញទេស្លាប់ចោលទ្រពអញ្ចឹងអត់បាននៅចាយវាយទេស្ដាយណាស់កូនហើយមិនអីទេចាំម៉ែធ្វើបនហើយក៏ធ្វើបនហើយកូនរួចស្រេចទៅស្រាប់តែកូននឹងក៏បានទទួលផលបានកើតក្នុងសម្បត្តិឋានសួគ៌ទៅបានកើតជាទេវតាចុះមកថ្វាយអង្គមម្ដាយនឹងលាម៉ែទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ទៅក៏ផ្ដាំម៉ែថាម៉ែខំធ្វើបនណាកំណត់ដតីពិតជាមានមែនកូនធ្លាប់ទៅកើតនេះលើកឡើងប៉ុណ្ណេះអានឹងបញ្ជាក់ញោមញាតថាស្លាប់ដោយអស់បនហ្នឹងគឺអញ្ចឹងមនុស្សយើងអញ្ចឹងបានយើងឃើញអ្នកខ្លះអាយុទើប40 ទ្រព្យសម្បត្តិនៅមួយកណោស្លាប់ទៅអត់បានចាយមកពីអត់មានគិតពីរឿងបនផងទេកើតពីយើងកើតមកជាមនុស្សនេះណាដែលរៀបប្លង់បើយើងធ្វើផ្ទះមួយធ្វើអូតែលមួយគូប្លង់ឲ្យបែកម៉ាំអានេះផ្លូវចូលបន្ទប់ទឹកអានេះប្រគុណអានេះចេញទៅយោតាមនេះដាក់ថ្នាំទៅនេះមាត់ទ្វារនៅទៅនោះគូប្លង់អើយគូលំអិតហើយជារូបរាងកាយមនុស្សនេះកើតមកអ្នកណាដែលរៀបប្លង់ដាក់ពវៀនប្រវែងណាសួតប្រប៉ុណ្ណាភ្នែកប្រប៉ុណ្ណាប្រមាត់ប្រប៉ុណ្ណាហើយអាណាទៅយោដង្ហើមទៅតាមណាអីតាមណាពីណាដែលរៀបហើយអាប្លង់អស់នោះពីណាអ្នកគូឲ្យហ្នឹងហើយអុយបើកើតទៅជាក្តាមដាក់ស្នូកប្រប៉ុណ្ណាតាគៀបប្រប៉ុណ្ណាជើងប្រប៉ុណ្ណាហើយបើកើតទៅជាក្អែបដាក់ជើងប្រមាណហើយបើកើតទៅជាមរឿងព្រះដាក់ជើងប្រមាណប្រវែងណាខ្លះអីឲ្យពីណារៀបប្លង់ហ្នឹងឲ្យវាអាចកំបាំងណាអ្វីដែលយើងបង្កើតខ្លួនយើងសាកមើលយើងគូប្លង់អញ្ញៃចុះអស់ហ្នឹងដែលកើតឡើងមកស្រាប់តែមានដូចគ្រឿងម៉ាស៊ីនមួយដែរនៅក្នុងខ្លួនយើងហ្នឹងអ្នកណារៀបប្លង់ឲ្យដោះស្រាយមិនចេញយើងថាធម្មជាតិអាធម្មជាតិនឹងហើយដែលយើងហៅថាធរណាធម្មៈហ្នឹងវាធរជាតិហ្នឹងវាកើតធរអ្នកបង្កើតអាហ្នឹងឲ្យកម្មអ្នកបង្កើតដូច្នេះការកើតចាស់ឈឺស្លាប់របស់មនុស្សប្រព្រឹត្តទៅតាមកម្មកយៈមរណៈស្លាប់ដោយអស់កម្មគឺកម្មនឹងឯងអំពើបន់ញោមញាតរូបរាងកាយយើងបីដូចគ្រឿងម៉ាស៊ីនរួចម៉ាស៊ីនគេឆេះមានប្រឈប់ឆេះទៅប្រឈប់បលត់ខ្លះនៅតែខូចតាមរយជាងប៉ុន្តែរូបរាងកាយយើងណាម៉ាស៊ីនយើងប្រឆេះតាំងពីថ្ងៃកើតហ៊ានទៅថ្ងៃណាមួយឲ្យលុតស្លាប់ឥឡូវម៉ាស៊ីនបេះដូងប្រឆេះឌុកដាក់ច្បាច់ឈាមរត់ពេញខ្លួនម៉ាស៊ីនសួតសពស៊ឺតសក់ដកខ្យល់ដើរពេញខ្លួនអញ្ចឹងឈាមរត់ពេញខ្លួនខ្យល់ចេញខ្យល់ចូលកម្ដៅផ្សាយពេញខ្លួនម៉ាស៊ីនកាពះកាន់ចំណីអាហារចែកតាមសរសៃតាមសាច់អូឆេះរហូតអត់មានពេលណាលុតទេហើយម៉ាស៊ីនគេដទៃមានប្រឈប់ដូរប្រេងបាតដូរប្រេងម៉ាស៊ីនចូលជាងលៀងចេញឲ្យយើងនេះស្រេចហ่าតែមិនថែទាំងាយផុយនឹងស្លាប់ណាស់អញ្ចឹងបានថាបើសិនជាអ្នកមានបុណ្យជួយផងរស់បានយូរនេះស្លាប់ទី2តអស់បុណ្យស្លាប់ទី3អាយុនៃកម្មនៃឧបយខយមរណៈស្លាប់ដោយអស់អាយុអស់ទាំងបុណ្យតំណាលគ្នាទី4ឧបចេតកកម្មមុនីស្លាប់ដោយកម្មពៀមកកាត់ផ្ដាច់អញ្ចឹងនេះជាសេចក្តីស្លាប់ដល់តែស្លាប់ហើយទៅឯណាបុរាណគេពោលថាធម៌3ជាប់ខ្លួនធម៌4ជាប់សាច់ធម៌1កាត់ផ្ដាច់នៅសល់ធម៌2 3ជាប់ខ្លួនអនិច្ចំទុក្ខអនត្តាសត្វអត់ទៀងទាត់អត់ថិតថេរជេរកាលនឹងថឹងអើយអនត្តាមិនអាចបង្កប់បញ្ជាបានធម៌4ជាប់សាច់ដីទឹកភ្លើងខ្យល់ផ្សំជាខ្លួនយើងហ្នឹងខ្លួនយើងហ្នឹងបើពុះចេញជា2ចែកតាមធម៌នាមធម៌និងរូបធម៌នាមធម៌ហ្នឹងអាយើងមើលមិនឃើញឮតែឈ្មោះដូចបញ្ញាដូចចំណេះវិជ្ជាដូចវិញ្ញាណដូចចិត្តអីហ្នឹងដឹងមុខវាមិនទេប៉ុន្តែរូបធម៌នេះរូបរាងកាយវានឹងคล้ายទៅជាដីទឹកភ្លើងខ្យល់វិញហើយញោមជឿថាយើងរបស់ដីឬមិនជឿកាលពីយើងមានដីម្ដុំដំណាំចម្ការនោះស្រាប់តែដើមស្វាយណាហូបក្របហូបចោលបោះក្របមកដោះលើដីយើងថាដើមស្វាយយើងដល់តែល្មុតដោះលើដីយើងដើមល្មុតយើងដល់តែដើមអំពិលទឹកដោះលើដីយើងអំពិលទឹកយើងប៉ុន្តែយើងនេះកើតនៅលើដីដែរយើងបោះដីដែរដើមល្មុតដើមស្វាយដោះលើដីយើងថាបោះយើងប៉ុន្តែយើងកើតនៅលើដីយើងក៏របស់ដីដែររបស់នាងគង់ហ៊ីងពធនីទេអ្នកម្ចាស់យើងនោះដូច្នេះហើយរូបរាងកាយនឹងคล้ายស្លាប់ទៅវិញគេហៅធម៌4ហ្នឹងវាជាប់សាច់ដីទឹកភ្លើងខ្យល់វិញធម៌1កាត់ផ្ដាច់គឺសេចក្តីស្លាប់កាត់បាត់នៅសល់ធម៌2នៅសល់ធម៌2ហ្នឹងស្អីខ្លះ
មើលជើងទៅសរួមទៅអសមួយអាខ្មៅមួយនោះឲ្យតែបនសពគេចងអសខ្មៅជាពិសេសស្លាប់ដំបងគេចងសខ្មៅតាមទៅសរួមហើយស្រុកខាងស្រែមិនសូវទេបើមិនពេញសំណុកចំណាំណាឲ្យទៅរួមបនសខ្មៅនឹងបនសពហើយមិនបានគេដាក់សខ្មៅគេថានឹងធွာចង់ក្រោយនៅសល់2នោះអសនឹងផេះអាខ្មៅនឹងខ្ជុំសនឹងអំពើបនខ្មៅអំពើបាបសនឹងកុសលខ្មៅនឹងអកុសលសនឹងស្នាដៃគុណសម្បត្តិដែលគេទុកសរសើរខ្មៅនឹងអាពីអាក្រក់គេទុកនិយាយដើមនៅតែ2នឹងឯងរួចអា2នឹងដាក់អញ្ជីងប៉ងខ្លាំងគ្នាបើអាណាខ្លាំងជាងនាំទៅនោះបើថាខ្មៅខ្លាំងជាងហើយបាបខ្លាំងជាងទាញទៅកើតកន្លែងបាបហើយបើបនខ្លាំងជាងសច្រើនជាងទាញមកកើតកន្លែងបនបានជាមនុស្សទេវតាហើយបើខ្មៅច្រើនជាងទៅនរកទៅប្រែតអញ្ចឹងទៅបើទុកឲ្យគេមកកើតម្ដងយើងទៅសម្រាកនៅក្នុងនរកប្រែតរងទុកឯនោះចុះហើយបើសិនជាខាងសច្រើនជាងបានមកកើតជាមនុស្សទេវតាអញ្ចឹងមកហើយបើស្មើគ្នាទៅឯណាចែកមិនដាច់ទៅកាន់សំណាក់យមរាជទៅទុកឲ្យយមរាជដោះស្រាយសួរចម្លើយហើយបើសួរឆ្លើយរួចឲ្យមកកើតទៅបើសួរឆ្លើយមិនរួចទេឃុំទុកនៅនោះឲ្យចាំដល់ថ្ងៃទី100ជំរះក្តីមួយសាទៀតបើមានបងប្អូនណាធ្វើបន់ឲ្យគេឲ្យបន្ថែមបើពេលស្មើគ្នាចែកមិនដាច់គេឃុំទុកសិនចាំដល់ថ្ងៃ100ជាមើលមានបងប្អូនណាថែមអីឲ្យទៀតថែមអសយថែមមកខ្មៅបើថែមអសបានច្រើនជាងអសឈ្នះបានបន់ឲ្យមកកើតវិញបានជាអ្នកនៅរស់ធ្វើបន់ឲ្យតដល់ថ្ងៃទី100នោះគេហៅបន់100ថ្ងៃអានោះមួយទៅឥឡូវនិយាយពីរឿងស្លាប់ហើយតើទៅឯណាតាមយើងស្មានយើងយល់ថាអ្នកខ្លះថាព្រលឹងស្លាប់ទៅរូបរាងកាយទេនៅព្រលឹងនោះស្អីព្រលឹងនោះយើងថាបើក្នុងធម៌វិញ្ញាណហើយបើវិញ្ញាណនៅមិនក៏ស្លាប់រូបរាងកាយគ្រាន់តែដុំសាច់ទេតាវានៅរស់រងថ្ងៃដោយសារវិញ្ញាណតែវានៅរស់នោះឲ្យតែវិញ្ញាណស្លាប់ហើយលែងដឹងលូកភ្លើងលែងដឹងក្តៅដូចយើងថាស្លាប់ដៃស្លាប់ជើងកាន់លែងដឹងក្តៅលែងដឹងត្រជាក់វិញ្ញាណវាស្លាប់អានោះបាត់វាស្លាប់ហើយរូបរាងកាយជាធាតុមិនដឹងទេស្អីជាតួដឹងតួវិញ្ញាណឯណោះហើយបើវិញ្ញាណនៅរស់មិនក៏ថាស្លាប់តាមពិតវាស្លាប់នឹងអត់មានវិញ្ញាណណាព្រលឹងណានៅរស់ទេស្លាប់ព្រុសទៅបាត់ហើយចុះស្អីព្រលឹងវិញ្ញាណនោះអាហ្នឹងគឺកំណើតថ្មីស្លាប់ភ្លាមកើតផ្លែតប៉ុន្តែមិនដឹងកើតជាស្អីចុតិបដិសន្ធិស្លាប់ទៅកើតផ្លែតមិនដឹងកើតជាស្អីបានជាវាមានរឿងអ្នកស្លាប់នឹងឯងអ្នកខ្លះមានបនខ្លាំងទៅទេវតាផ្លែតអ្នកខ្លះបាក់ខ្លាំងទៅនរកប្រែតភ្លាមប៉ុន្តែមានអារម្មណ៍ជាប់ជំពាក់ចិត្តវិទាញមួយនោះដែលស្លាប់ទៅហើយអារម្មណ៍ជាប់ជំពាក់បានវាមានរឿងដើម្បីឲ្យយល់ចុតិបដិសន្ធិស្លាប់ទៅនឹងមានអារម្មណ៍នឹង3មនុស្សចិត្តស្លាប់ញោមចំណាំមើលចាំទៅទ្រាំអ្នកជំងឺចិត្តស្លាប់ដកចកាមន់ចាំលោកមើលណាមានអារម្មណ៍3ទី1កម្មទី2កម្មនិមិត្តទី3កតិនិមិត្តទី1កម្មឲ្យសញ្ញាទាំងអកុសលទាំងកុសលយាយណាសាលើកដៃសាពះធ្វើបន់រៀបស្លាប់ទៅចេះតែសាពះចេះតែធ្វើបន់មាត់ចេះតែសោតធរដល់តែពេលណាធ្វើបាបធ្លាប់វាយគេរៀបស្លាប់ទៅចេះតែចេញក្បាច់ទេយើងហៅថាបកាច់ស្លោឈាមនោះណាចេះតែចេញក្បាច់អ្នកខ្លះយូដូហាប់គីដូអ្នកខ្លះប្រវល់ខ្សែប្រវក់អ្នកខ្លះក្បាច់មូលពុកមូលខ្នែហ្នឹងធ្លាប់មូលលកជាគេក្លេកាច់កអីចេះតែក្លេពេលហ្នឹងកម្មមកហើយអារម្មណ៍ទី2កម្មនិមិត្តសាកសែតឡើងវិញទាំងអស់អំពើបាបដែលយើងធ្វើអំពើបុណ្យដែលយើងធ្វើចាប់ពីអារម្មណ៍ទី2នេះទៅយើងអ្នកនៅរស់មើលអត់ឃើញទេឃើញតែអ្នកចិត្តស្លាប់ឯងដូចដេកមើលកុដអញ្ចឹងគេឃើញនឹងមុខនឹងទាំងអស់ហើយយើងអ្នករស់នេះគ្មានដឹងអីទេឃើញតែគេនឹងដូចថាល្បេះល្បាល់អីប៉ុន្តែគេឃើញទាំងអស់អ្នកធ្លាប់ធ្វើអំពើបុណ្យឃើញខ្លួនឯងទៅវត្តឃើញខ្លួនឯងហាយកឋិនឃើញខ្លួនឯងដាក់បាតលោកឃើញធ្វើចេះធ្វើចុះរីឯអ្នកធ្វើបាបឃើញសត្វដែលខ្លួនធ្លាប់សម្លាប់ធ្លាប់ធ្វើបាបមកស្រែកមកខំមកធ្វើបាបមកបង្ហាញខ្លួនដូចដេកមើលកុនអញ្ចឹងម្ល៉េះហើយជួនកាលខ្លាចអាសត្វនឹងស្រែកតាមសត្វនឹងដូចជាចន្ទកសោករិកសម័យព្រះឬក៏គោខោគោខេតកៈឯនោះឃើញទេអ្នកសម្លាប់គោសម្លាប់ជ្រូកអស់មួយជីវិតមិនរកបន់មិនរកអីសោះនោះហើយយើងធ្វើអំពើមិនដោយតែចាស់ទៅយើងរកបន់ហើយគាត់នឹងអត់រកបន់សោះដល់ទៅពេលអាសត្វទាំងនឹងមកស្រែកដាក់តិចគាត់ស្រែកតាមឮដល់ព្រះបែកការឃើញទេបែកការបានព្រះអង្គសម្ដែងប្រាប់មកបានយើងយល់ថាអូអាស្រែកវេវនោះស្រែកតាមសត្វដែលគាត់ឃើញនោះគាត់ឃើញយើងអត់ឃើញណាស្រែកតាមគោស្រែកតាមជ្រូកអារម្មណ៍ទី2មកអារម្មណ៍ទី3កតិនិមិត្តឃើញកន្លែង
nè là khơi chia cục chia bạc chia tệ chia khno chia khniêng chia phượng chia xanh cái lạnh cái vay cái đom cái chrom cái tệ cái tâm cái cặp cái sầm lắc cái kêu cái vẹt cái bẩn lẹt cái bẩn lót cái bẩn rót cái bẩn ra phượng xanh anh nâng cái lạnh nở ruộng prai cái lạnh từ tua tục bọc chìm hiên từ môi để từ cái bạc rong chăng bọc mà chìm hiên từ bạc ra đó chương bên này bạc từ cái lạnh nó ngày này đánh cho là mồm nè slap ở rong rê đi từ cái bạc non chẳng ri ai nè bon ri slap từ khơi pasat khơi vi miên khơi bậc song khơi vót khơi nhà ram khơi xuân chứ ba cái này là o vi miên tầm nặng nên nó bọc chìm hiên từ thàn xô mà chìm hiên đấy bọc trường môi từ bạc đấy đó trường môi bên này từ tiết này đánh cho bạc từ cái lạnh nông liềm chẳng à bên nhiên cả tham ấy nó bên chẳng viên men phần lăng như thế về cả tham ấy môi tiên bon hay ba vị tiên tới từ tạc tiên chiết cầm na nó so là bon là ba năng vị tiên chẳng bữa thà bon vị tiên tới từ tạc tay bình giết tham ấy môi tiền tới về à rong bị chọp chẳng từ ca cái lại nồng từ cả lại than xua lại manu chẳng từ hai nâng hai bàn chỉ manu chết slap acha sọc sài những trôi chết do bọt mà tròn bị chìm hiên bị lư phong bị ấy phong nát tròn chẳng ta hỏi à rong quạt bạc này láng khơi bọt khơi tre hãy câu na bậc cai zoom kháng ai cha đánh nhá thôi cho nhà ngay cái mình ao lư sầm lên zoom mấy cái ao lư thò với cái nòm kia sâu thò ấy cái do asla trôi kêu sakara năng mà đã can sập lư đam trung phụ người mình coi con ruồi đà anh năng lầm nòm nhôm pro rồi bỏ cái khẩu song ong mùi bánh sát hà sập pram chnam mai lúc con bùa đâu chẳng ạ mà khó nhiều mơ trôi vọt trôi vàng kia rồi sao rồi tin tới hãy cha nè lúc đau lúc đó còn che sẽ anh kia vừa ít vừa sẽ anh cái anh bố tại anh nó còn che chặt chanh đạp về làm bờ cài pi cho mà trong tu miền anh ấy thế tài nè khó mình sẽ đạp nhiều mới on cái cha kia rồi sao kia rồi tiền này nhiều trôi vọt trôi sao cái thác con che thế tài nè đó là bên chư thằng ngôn men sớm mai khơi nhà sạp lọt thua bạc nông viên một tia bầm hồng một sợi chọc rồi lá quạt phì quạt sợi dùng hàng lô câu nó chui phong lô tay chui buộc về là nhiều mơi năng chui à mách mừng ngược lại như rốt giang này ta hỏi tầm nạ cả năng hai bàn tham ma chui tham ma âu tiền hai sắt bạc cài chứ lấy đo tầm nạ cả tầng hai chồng rồi tham ma chui à mách tới nè áo nên chui từ rồi này mà xài còn cho mà đã rồi bốn nên từ rồi cả rồi phi thuộc tiền mà ở quạt thoại cùng châu la mà đi chẹt đây thoại cùng pre nên từ rồi ban đó ở quạt can vô tới bôi chia can áo chân tới hình coi viêm cát đế mình đế áo riêng tất cả đã nông hãy đó là áo sâu thó viêm che sâu cùng đại điên thò phong lục tây cùng đại đạp đại bạn anh che bởi chẳng chăm tha ta mà tham à lỗ có tham mà mắt oi côn nè oi nhôm nâng thả tam xong thoại cùng bậc bột thò bậc song bột thang sờ năng để cha mỹ tham mang sờ năng để cha mỹ ấy na che thả chân đấy thoại cùng châu lam ni che đây nơi than xua tầm con bậc cái thiết oi nhôm nâng che thả tam thả sao mà nên trôi là hong chung vinh cái pông tầm mướn sắp ta con nghĩa mà prap nên chia để con mà cha chia mía tổ kriêm mau tràn nè hay xây tới miền tổ kriêm xây sạch xây nâng xây sạch nâng hay còn ai lục chia nâng mau pi miền tổ kriêm cứ xây sạch nâng mau trắng còn khạc bạc lục hay ta khạc bạc lục tới lòng po hay chắc ba còn ai lục chia lời kê hay dương nghe nó rú bên mưa ấy khơi còn ai chia cho nó mới chia thầm nâng chia xây phong mưa khơi phong nè sạp tại con đánh cho sạp pin nâng bài tới chia bị khẩu chỉ cố này nhầm từ vậy không cái số tham miền rừng hai đây bàn thì chẳng con ao chia nâng chia dày bàn lục rạp thầy dương mưa mình khơi phần là quạt khơi tê vật đá mò cho nó mà tụi vô quạt mà hai quạt tới than xua bạt ha hay đó là quạt khơi tê vật đá bằng cái lục chia hay bánh ban lục câu này nhắm tiền nhà ròm nhùm bàn pê chết sạp tới ba phơi bằng má này nâng mà đom sấn quạt tới tụi sau con bòn đó hay là nó ba nâng mà đom sấn tới bòn môn nè chẳng bạn chỉ lúc nâng trách chẳng hai bạn chỉ dương mà nụ chết slap miền bà vọt cha ao thò hãy đặt bà long chẳng đài đã đánh slap trui chẳng đài hãy đặt bà vọt đại tia nhà rom chẳng nhôm nhất bút thập bò đã sạch
ទាញអារម្មណ៍មនុស្សឲ្យទៅឋានបរិបូរណ៍ប៉ុន្តែបើទាញមិនបានទេអារម្មណ៍ជាប់ជំពាក់នឹងទៅហើយប្តីប្រពន្ធ2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីហើយរៀបការជាមួយគ្នានឹងអត់មានកូនទេស្នេហានេះអាភ័ព្វជាងជ្រូកទៀតជ្រូកម្ដងបាន10អីឯងទៅទេអត់មានកូនប្តីទៅរកស៊ីបាត់ប្រពន្ធនៅចាំផ្ទះចេះតែនឹកគ្នានឹកស្រឡាញ់ចុះស្រឡាញ់ឡើងប្តីទៅយូរបានមកម្ដងទៅលើក្រោយប្រពន្ធនឹងទៅស៊ីស៊ូជាមួយប្អូនថ្លៃត្រូវគ្នាស៊ុបមែនតែនរៀបផែនការកំចាត់បងចោលទៅបែកការរឿងឲ្យយើងបើអញ្ចឹងកំចាត់បងចោលពេលប្តីនឹងត្រឡប់មកពីរកស៊ីវិញគេធ្វើល្បិចបបួលគ្នាទៅងូតទឹកស្រះកំពុងទៅងូតទឹកស្រះអោនក្បាលក្បងទឹកដាក់លើខ្លួនឆ្វាចខ្វែងខ្វាប់ពីលើកធ្លាក់ក្បាលខ្ពាកចូលទឹកអាប្អូននឹងលួចកាប់បងឯនេះគ្មានដឹងថាស្លាប់ដោយសាររឿងស្អីទេអារម្មណ៍ជាប់ជាពាក់ស្រឡាញ់ប្រពន្ធគ្មានទៅណារួចរូបរាងកាយคล้ายទៅជាដីទឹកភ្លើងខ្យល់នៅសល់ចំហាយផលបុណ្យដែលទៅសែតទៅរកកន្លែងកើតមនុស្សទៅកើតរបៀបម៉េចមនុស្សកើតមានអង្គ3អង្គទី1គេហៅថារាគៈសន្និបាតមានការប្រជុំភេទប្រុសភេទស្រីអង្គទី2ឧតុសន្និបាតមានឈាមមានដង្ហើមមានវត្ថុផ្សេងជាទីកន្លែងទីតាំងឲ្យកើតជាពិសេសក្នុងផ្ទៃម្ដាយមានកន្លែងអាចផ្ទុកកំណើតមនុស្សបានផ្ដល់ជាដង្ហើមផ្ដល់ជាចំណីអាហារហើយបើសិនជាមានតែ2ហ្នឹងកើតបានតែដុំសាច់ទេណាប៉ុន្តែអង្គទី3ត្រូវមានវិញ្ញាណចូលមកហើយវិញ្ញាណនោះមកពីពីណាមកពីចំហាយបុណ្យឬចំហាយបាបរបស់សត្វណាដែលស្លាប់ទៅអញ្ចឹងសត្វដែលស្លាប់ទៅមានតែចំហាយបុណ្យបាបដែលនៅសល់ហ្នឹងវាមិនដែលទៅធ្វើជាវិញ្ញាណទៅចូលក្នុងដុំសាច់ហ្នឹងធ្វើឲ្យដុំសាច់ហ្នឹងរស់រវើកទៅជាទីរស់ក្រុមខែទៅប្រសូតមករស់រវើកនឹងឯងមកមានវិញ្ញាណទៅកើតចឹងឥឡូវប្តីនឹងស្លាប់ហើយអាដុំណែអាវិញ្ញាណនឹងទៅរកកន្លែងកើតមិនដឹងទៅឯណាញោមស្រាប់តែប្រពន្ធណែស្រាប់តែទៅកើតជាពោះតកែទៅចូលក្នុងពោះតកែនៅលើផ្ទះហ្នឹងដោយសារអារម្មណ៍វាជាប់ស្រឡាញ់ប្រពន្ធនឹងអង្គុយតាណាពោះតកែហ្នឹងឯងវាធ្លាក់លោតឲ្យចំដោយវាស្រឡាញ់ជាតលូតឲ្យចំប្រពន្ធនឹងប្រពន្ធសង្ស័យប្តីអញទេមិនដឹងចឹងកើតជាពោះតកែក៏ប្រាប់ប្តីក្រោយនឹងប្តីក្រោយកាប់ពោះតកែនឹងងាប់ទៀតទៅពោះតកែងាប់អាសាច់ពោះនឹងវាទៅជាដីទឹកភ្លើងខ្យល់នៅសល់អាវិញ្ញាណថ្មីមួយទៀតដែលវាកើតនៅសល់ប្រចំហាយផលបុណ្យដែលត្រូវកំណើតកើតវាមិនតាន់អស់វាមិនទូលទៅរកកន្លែងកើតទៅរកអង្គ2ទៀតទៅឯណាចេះទៅចុះទៅឡើងទៅចូលកូនពោះឆ្កែចូលពោះឆ្កែនៅក្រោមផ្ទះហ្នឹងដល់តែកូនឆ្កែនឹងកើតឡើងចិត្តវាជាប់ទាំងប្រពន្ធដើរទៅណាមិនជាហ៊ានក៏តាមដែរទៅផ្សារក៏តាមដែរអ្នកស្រុកគេចិត្តចំន់ថានាងនឹងបានប្តីឆ្កែសង្ស័យប្តីនាងកើតជាឆ្កែដើរតាមរហូតតាមប្រពន្ធនាងនឹងសង្ស័យមកប្រាប់ប្តីក្រោយកាប់ឆ្កែនឹងងាប់ទៀតទៅអានឹងវានតូលទៅទៀតណាអារូបរាងកាយសាច់ឆ្កែនឹងវាទៅជាដីទឹកភ្លើងខ្យល់វិញទៅវាទៅជារបស់អត់មានវិញ្ញាណទៅនៅសល់អាផលបនផលបាបវាមិនតាន់អស់វាមិនដាច់ចន់ដាច់ឡើងទៅរកកន្លែងចាប់កំណើតទៅចូលក្នុងពោះគោម្ដងកើតជាកូនគោនៅក្រោមផ្ទះហ្នឹងដល់តកូនគោនឹងឯងកើតឡើងហើយនាងនឹងដើរទៅណាជាតែបោលតាមទៀតណានាងនឹងចេះតែសង្ស័យតិចប្តីអញមកកើតជាគោទៀតអ្នកស្រុកខ្លះក៏គេថានាងនេះបានប្តីគោទៅណាប្តីតាមទៅប្រាប់ដល់អាប្តីក្រោយនឹងកាប់គោនឹងងាប់ទៀតទៅងាប់ក្រោយនឹងទៀតសាច់គោនឹងវាទៅជាដីទឹកភ្លើងខ្យល់ទៅជារបស់លែងដឹងអីហើយនៅសល់អាបុនបាបនឹងប៉ពឹកប៉ាក់ចេញមកដែតរោទៀតទៅទៀតទៅរកកន្លែងណាចូលទៀតមិនដឹងចូលទៅឯណាយប់នឹងមកចូលក្នុងពោះប្រពន្ធខ្លួនឯងភ្លុចបកកំណើតដែរគ្រប់ខែប្រសូតឡើងមកស្រាប់តែវាមានវិញ្ញាណមួយដឹងជាតិម្ដាយប៉ះស្រែកម្ដាយប៉ះយំម្ដាយប៉ះស្រែកម្ដាយប៉ះយំជីតាឬយកទៅចិញ្ចឹមទៅចិញ្ចឹមតលធំអាយុ6 7ឆ្នាំលួងសួរចៅហើយអាមិនចៅអស់គេនៅជាមួយម៉ែជាមួយឪហើយចៅឯងកើតមកឲ្យតែម៉ែប៉ះចិត្តតែយំអញ្ចឹងបានចៅនឹងរលឹកនិយាយប្រាប់វាមិនចង់និយាយដែរព្រោះនិយាយទៅខ្លាចគេវាមិនជឿណាចិត្តតែម្នាក់ឯងឥឡូវតានលួងសួរបានចៅនឹងនិយាយប្រាប់ទាំងអស់
ថាខ្ញុំអារម្មណ៍ខ្ញុំជាប់ជំពាក់ត្រូវគេកាប់គឺសម្លាប់នោះវាច្រើនជាតិណាស់មកហើយសំដែងមិញនេះខ្លីទេវានៅមានអាពីមុននឹងទៀតវានៅមានបញ្ហាច្រើនទៀតក៏យើងមិនអាចដឹងអស់នៅក្នុងវាលវត្តសង្សារប៉ុន្តែគេរលឹកដឹងគេនិយាយប្រាប់ត្រូវដោយសារអារម្មណ៍ជាប់ជំពាក់ជាមួយនាងជាម្ដាយនឹងឲ្យគេសម្លាប់មកដូច្នេះស្លុតតក់ស្លុតក្នុងសង្ខារលែងសបាយលែងរីករាយជាមួយទៅក៏ប៉ះមិនបានយំអញ្ចឹងទៅជីតានឹងអង្គុយគិតសង្វេគថាអោសង្សារវត្តហើយមនុស្សកើតស្លាប់អញ្ចឹងបានប្រពុតទ្រង់សម្ដែងថានៅក្នុងវត្តសង្សារនេះមនុស្សយើងមិនងាយស្វែងរកណាដែលថាមិនធ្លាប់ធ្វើម៉ែធ្វើឲ្យយើងបានទេសិតតែធ្លាប់ទាំងអស់នៅនេះធ្លាប់ជាឪពុកនៅនេះធ្លាប់ជាម្ដាយនៅនោះធ្លាប់ជាអ៊ុំនៅនោះធ្លាប់ជាមីងនៅនោះធ្លាប់ជាបងជាប្អូននិយាយទៅញោមញាតិទាំងអស់សិតតែធ្លាប់ធ្វើជាម្ដាយឪពុកអាត្មាក្តីអ្នកណាក្តីសិតតែធ្លាប់ជាបងប្អូនទាំងអស់ក៏ប៉ុន្តែវាឆ្លងជាតិយូរទៅលែងស្គាល់គ្នាទៅទោះបន្តិចបន្តួចវាយគ្នាប្រាវទៅជាតិមុនម៉ែខ្លួនឯងសោះហើយក៏មានដែរអញ្ចឹងណាក្នុងវត្តសង្សារនឹងអញ្ចឹងតានឹងគាត់សង្វេគពិបាកអស់នាំចៅនាំតាទៅបួសហើយទាំងពីរនាក់ទៅក៏ទៅបួសបាត់ទៅនេះអាត្មាលើកឡើងតនេះរឿងនឹងមួយដើម្បីឲ្យញោមថាឲ្យញោមយល់ថាអ្វីទៅចុតិបដិសន្ធិដោយអារម្មណ៍ជាប់ជំពាក់នឹងឲ្យឃើញដែរអារម្មណ៍ដែលស្លាប់ទៅទាញទៅណាក៏វាទាញទៅកើតអញ្ចឹងវាជាប់ជំពាក់ដល់ហើយអញ្ចឹងបានវាមានរឿងមួយសត្វមួយបែបនៅក្នុងធម៌ដែលបល័យហៅថាសម្ភវេសីសកំណើតហើយពួកសម្ភវេសីនិងពួកភូតៈកើតចេញជារូបរាងមកពិតប្រកបពួកសម្ភវេសីសកើតបដោះអាសន្នសម្ភវេសីសឧបមាដូចមន់អញ្ចឹងណាវាញាស់ពងមកហ្នឹងអាហ្នឹងវានៅជាសម្ភវេសីឡើយដល់ទៅពេលពងមន់ហ្នឹងញាស់ចេញជាកូនទៅអាហ្នឹងបានពួកភូតៈប៉ុន្តែសម្ភវេសីសហ្នឹងបើរាប់តាមអភិធម្មខ្លួនយើងទាំងអស់ក៏សម្ភវេសីសដែរប៉ុន្តែមានសម្ភវេសីសកំណើតមួយប្រភេទទៀតមានអាយុច្រើនបំផុតតែ7ថ្ងៃទេញោមកើតមកដោយសារអារម្មណ៍វិទាញអញ្ចឹងដែរស្លាប់ទៅដោយសារអារម្មណ៍វិទាញអ្នកទាំងហ្នឹងកាលនៅជាមនុស្សឧបមាដូចកសាងដូងកសាងសាលាកសាងកុដិហើយនៅជាប់ជំពាក់កុដិអញសាលាអញអញ្ចឹងទៅដល់តែស្លាប់ទៅដូងអញកុដិអញដូងអញកុដិអញទៅទាញអារម្មណ៍ឲ្យទៅកើតជានេះជានោះទៅហួងហែងហ្នឹងអញ្ចឹងបានវាមានរឿងថាប្រែតរសាទ្របណាប្រែតរសាទ្របហ្នឹងមានដែរតាប្រែតរសាទ្របហ្នឹងដូចយាយពីរនាក់មកពីរស់ស៊ីបានទ្រព្យសម្បត្តិទៅហើយស្រាប់តែយាយពីរនាក់ហ្នឹងដើរមកជួបចោលប្លន់ចោលវាសម្លុតយកទ្រព្យយាយមួយគាត់ឆ្លាតជូនទ្រព្យទាំងអស់ទៅលោកចោលសុំទៅលោកចោលកុំធ្វើបាបខ្ញុំហើយលោកចោលក៏ប្រឡែងយាយនឹងមួយនៅយាយមួយទៀតអញមិនឲ្យទ្រព្យអញខំរកមិនរកញើឈាមអញមិនឲ្យចោលវាយយាយនឹងគប់ទ្រព្យចូលព្រៃចោលវាយយាយនឹងតតែស្លាប់យាយនឹងស្លាប់ទៅគ្មានទៅកើតឯណាទេទៅកើតជាអាខ្មោចយាមទ្រព្យហ្នឹងទៅកើតជាកំណើតមួយនៅជាប់ជាពាក់នៅតែយាមទ្រព្យហ្នឹងអានឹងហើយដែលចេះតែចង់ទៅកើតទៀតចង់ផ្ដាច់ចេះតែបិឆោតគេបិឆោតដើម្បីប្រាប់ឲ្យទៅយកកំណប់ប្រាប់ឲ្យអីទៅដូចយាយណាទៅសមាធិអីចឹងទៅគេយកកំណប់នឹងមកបង្ហាញអញ្ចឹងទៅក្នុងព្រៃឲ្យឃើញមាសឃើញពេជ្រហើយបើយាយណាហ៊ានទៅយកមាសពេជ្រហ្នឹងយាយហ្នឹងស្លាប់ទៅជាខ្មោចរសាទ្រព្យទុកឲ្យខ្មោចហ្នឹងទៅចាប់ជាតិម្ដងណាគេនិយាយចឹងណាដូច្នេះអារម្មណ៍មិនមានការជាប់ជំពាក់ទាញទៅអញ្ចឹងដែរទាញជាប់ជំពាក់បានជាមានអ្នកខ្លះស្លាប់ទៅហើយអឡោះអាឡ័យកូនអឡោះអាឡ័យចៅអឡោះអាឡ័យផ្ទះសម្បែងអឡោះអាឡ័យដីធ្លីអ្នកខ្លះស្ដាយផ្ទះគេបបួលទៅវត្តទៅមិនបានទេមួយខែ4សិលរវល់ណាបើរវល់មែនក៏រវល់ចុះប៉ុន្តែលេអាម៉េចក៏មកដល់ថ្ងៃស្លាប់នៅតែរវល់ទៀតខ្ញុំស្លាប់មិនបានទេខ្ញុំស្លាប់ទៅមានពីណានៅមើលផ្ទះខ្ញុំបើអារម្មណ៍ជាប់អញ្ចឹងស្លាប់ហើយអត់តន់ទៅណាទេនៅមើលផ្ទះហ្នឹងហើយតែមិនស្រួលចាប់បដោះអាសន្នជាកលាតជីងចុកអីផងដូចអ្នកខ្លះទៀតទៅស្ដាយបន្លែស្ដាយដំណាំទៅណាទៅប៉ុនឯណាក៏ទៅមិនបានជាប់អារម្មណ៍ជាមួយបន្លែជាមួយដំណាំធ្វើម៉េចបើយើងអ្នកប្រកបមុខរបរហ្នឹងវាជាប់ហើយក៏ប៉ុន្តែដល់ថ្ងៃស្លាប់កុំជាប់អីហើយតែជាប់ជាដំណាំជាប់ចិត្តជាមួយនឹងបន្លែស្លាប់ព្រោះទៅជាដង្កូវនៅនឹងបន្លែដូចស្ដាច់មួយអង្គនោះរៀបស្លាប់ទៅស្ដាយអំពៅស្លាប់ព្រោះទៅកើតជាដង្កូវនៅដើមអំពៅនោះទៅកើតជាដង្កូវនៅដើមអំពៅហ្នឹងហើយកំណើតទាំងហ្នឹងច្រើនតែបានអាយុ7ថ្ងៃនឹងតកំណើតទៅទៀតហើយញោមញាតិពុទ្ធបរិស័ទទេសៈភិក្ខុបានជាពោថ្មីមិនហ៊ានប្រើទេខ្លាចកាចាស់ចេះតែតុកខ្លាចកាចាស់
đo đã tục dù tức luôn ai chư thốn slap chào chỉ bò cái đợt dây khla chào chun có ai cũng toàn nhiên phải cho ta bọt tục không học bò đó lần tí tới slap tới cái vô mà điệp lưng mà chú có ao đó đột chào cái người miền chẳng đại ta hãy test lại bị khó nó chẳng sдай chỉ bò mà nhiên pra phép ta slap chào chỉ bò rom nó bị ọt tay nó bị chọt chỉ bò nó tất cả chỉ chạy không một đừng chỉ bò nó không cặp pi bên này bay đọ dương nó thì khó xong khơi ta lúc sẽ có tháo gió mà chạy kia vô mà chạy kia chạy vì không sai cho ta đam chỉ bò nhau môi là có chui phong cho ta đam chỉ bò nhau mai thì sẽ thì khó xong mình được đáp ấy lư dầm lên chạy mà đang bầm màn mega hết bán và bột trong nhiên đắng vào ong khọt vì khó xong có mà chạy kia tục sần và ong phải nhát cho bạc mùi rồi bỏ vì khó xong trong ao từ là ná ao yên cá nơi ru hải hao ta sẽ cột tớiคล้ายแต่จีระบอบซองไอ้กรุพรตกสำหรับวัดและหุพรซองใจขณีพระปั่นแต่มุนนังใจขณีตกอ้อยรวมล้องปุ่มเปิลไงสันอาจกำบังเลยแต่นังให้ได้บานปองไอ้ตกรวมล้องปุ่มเปิลไงสันเนี่ยได้เกิดศักษาวินัยดังแต่นังใจอธิกาสกุลไอ้เก็บบัตรตุบโลกปุ่มเปิลไงอภินาเจ้าเลยนะมาปีโลกดังปีกสายชีวิตกำนัดทำไมระบอบเนี่ยสลับจูนการเตออารมณ์วนอดตอนแต่การไอ้น้ำในการประดอซอนนั้นปุ่มเปิลไงอากำนัดนั่งหายได้แต่งแต่มาไปโยนศพมาปังหันดอลโกนตังยัยถ้าขยมโยนศพขึ้นปลึงไม้ขึ้นปลึงมาปราบขยมแจ้เนี่ยค่ะท่าอันขึ้นกี่หายศพอันตึกบอลอันขึ้นกี่ถือบอลบูชีอันหนึ่งกุยมือตึกกระบายนั่งไงว่ายังท้าโอ้ปลึงไม้ปลึงมาปราบมันแมนปลึงไม้ปลึงที่กำนัดทำไมระบอกกอดการประดอซอนเจ้าอากำนัดทำไมนั่งอายุประมาณเพจรานะปุ่มเปิลไงสลับตัวตีได้ต่อกำนัดตัวตีบ้านเชียยืงตั้งออกคณีนั่งนอมคณีถือบอลในตอนน่ะทั้งไงตีปุ่มเปิลนั่งคลาดไกลโลเนี่ยแต่สลับตึงเมียนจัดสนออะไรบองพอนโกนเจ้าแต่สมัยกับแรงท่านวิเมียนตำหนักจิมรบเกาได้ทลีสายจิมกาสลับปลุกตึงจัดมันได้สลักมันตอนสลองท่าตึงทานซูหรือตึงทานนะในวลประดาซอนนั่งจังกอดนั่งเจนตำนาปะตอตึงในทั้งไงตีปุ่มเปิลบ้านจะยืงนั่งไงช่วยบอลในตอนน่ะทั้งไงตีปุ่มเปิลเข่งกอดมันตอนตึงที่พญาสหอยไอ้กอดแทงตีโดยยืงตึงชัวบ้านวิจบายตึงจังยืงในเตี้ยนมเนี่ยดำใบวิจพญาแต่อ้อยกอดหรือก็มายืงตึงซาอัดบ้านโยนลอยกรุบจังยืงนั่งซ้อมลอยดักพญาแต่อ้อยกอดที่ผู้เนี่ยสลับตึงอัดบ้านโยนลอยกะตึงเต้บ้านบอลจอกลุ่นประมาณปนั้นจังยืงประทายบอลในกอดตีอ้อยกอดบ้านชีสหอยจีดำต้นดำใบถ้วยตำนาติจับจีดกำนัดการจิมนุษย์เตปดาบ้านวิเมียนบอลบมเปิดไงนั่งปนั้นเวมตอนออกจ่าเต้เวียนเมียนเนี่ยสาละบองเตี้ยนะปีสมัยเปรี้ยนั่งเมียนจานนั่นเนี่ยทัวจอมตาใหญ่ปีเนี่ยเมียนโกนบนตันดอบเนี่ยดอลละเป็นกอดเรียบจอมโกนบานคลาในคลาใจเกยโกนบานคลาในคลาสลับแต่กอดสลับตื้อชื่อสลับตื้ออารมณ์กอดวลจอบจิมเปะจิมวยโกนเจ้าอันในเกยโกนในใจตอนดักในโกนหนุ่มตอนเรียบดอลตารอมจอบจิมเปะนังโกนสลับตื้อเมียนไอ้หยมสลับตื้อแต่การชีกำนัดแปลกประดอซอนเนื้อเลือดได้กบภูมินะอัดตอนตึงนะในวลแบบเตี้ยนะเฮ้ยยัยปีโกนนะว่าดังทำไมสลับน้อมขณียมสาวสนอดอลสว่างยมประบูลบองปอนถือบอลมาตื่นแต่เอาให้ดอลสมัยน้องเปรี้ยปองลูกกงในบานมันดังยังอ่างแต่สูเปรี้ยบองปอนเกนั้นกิถือบอลให้กินนอมขณีตัวทวายกงสูเปรี้ยบอเป็ดปองโดยจำร้านให้ปกมาได้ขยมปองนั้นกอดสลับตื้อติดจับกับนาการเชียในกระไรหน้าเฮ้ยบอลในขยมปองตั้งออกขณีถือตื้อนั้นบานแต่ตัวได้หรือออดประพฤติตรงยินดังก็ปรับทันเนี่ยตั้งออกคณีมาได้อย่าปกเนี่ยตั้งออกคณีเป็นสลับตื้อจับกำนาดขนมกำนาดแปรดาวซาจัดอารมณ์ระบบกอดวิโอเตียนวิวลจอบจิมเปะจิมวยโกนเจ้าจิมวยตรอบสมบัติตอนบานไปจับกำนาดเอ็นาปันแต่อะไรนี่กอดรู้ปีกำนาดแปรโนฮาวกอดตึงการขนมทานซัวดาวซาอมนาจตัวพอลบอลปีโกนเถื่อกาลปีทั้งไงปีประมุยปีปมลงปองทานจังตึกโดยจะแจกประดาวตามโดยจะไปโจเคมันจังตึกปองโยซาเวะตั้งอ๋อจะสะใสซาเวะได้บ้านสำหรับทอสัตดังเรื่องนั่งตั้งอ๋อ
ពេលនោះប្រើមោកលៀនចេញវឹងទៅដល់ហោះបាត់ពីនេះទៅឈរនឹងមុខវាមានទេវតានោះទេវតាសួរថាលោកម្ចាស់និមន្តមកពីណាថាអាត្មាមកពីស្រុកមនុស្សលោកម្ចាស់ប្រាប់ផ្ដាំប្រាប់កូនខ្ញុំកណាផងខ្ញុំកណាស្លាប់មកហ្នឹងមិនទាន់បានមកកើតអញ្ចឹងទេកើតជាប្រែតអត់ចំណីអាហារអស់7ថ្ងៃប៉ុន្តែឥឡូវរួចពីកំណើតប្រែតនោះហើយដោយអំណាចបុណ្យដែលកូនធ្វើកាលពីថ្ងៃទី7នោះឥឡូវម៉ែបានទទួលឪបានទទួលហើយសោយសម្បត្តិទឹកក្នុងឋានសួគ៌ហើយសូមឲ្យព្រះមហាមុគលាននឹងប្រាប់ដល់កូនផងឲ្យខំធ្វើបុណ្យសន្តានកំណើតដតីពិតជាមានមែនមោគលានចោះត្រឡប់មកវិញយករឿងហ្នឹងមកប្រាប់ដល់កូននៅចំពោះពភៈព្រះដ៏មានពភៈកូនគេនឹងអង្គុយនឹងមិនតាន់ទៅណាមោគលានយករឿងហ្នឹងមកប្រាប់ចឹងទៅកូនត្រេកអររីករាយណាស់ដឹងថាបុណ្យយើងធ្វើម៉ែឲ្យយើងទទួលបានឥឡូវគាត់ទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌កូនក៏ខំធ្វើអំពើល្អទៅស្ដាប់ទៅបានឋានសួគ៌បានសុខចម្រើនរៀងខ្លួនថែមទៀតទៅណែញោមមើលឃើញណាដោយសារពីសម័យព្រះមានគេធ្វើបានអញ្ចឹងហើយបានជាយើងនាំគ្នាធ្វើតាមគ្នាទាំងអស់អញ្ចឹងទៅនឹងដែលអាត្មាធ្វើតាមគ្នាវាមានរឿងអញ្ចឹងដល់តែខាងរាជធ្វើឲ្យខាងមន្ត្រីអគ្គមហេសីស្ដេចឯណោះធ្វើបុណ្យមកកណោដែរស្រាប់តែគ្នាមានកម្មបន្តិចស្លាប់ទៅចាប់កំណើតក្នុងអបាយភូមិព្រះជាមកសួរព្រះអគ្គមហេសីទៅកើតឯណាព្រះអង្គទ្រង់ញៀនដឹងថាអគ្គមហេសីទៅកើតក្នុងអបាយប៉ុន្តែបើប្រាប់ឥឡូវហ្នឹងស្ដេចមុខតែខ្ញាល់ស្អីគេប្រពន្ធធ្វើបន់មកកណោឲ្យទៅនរកប្រែតតែមិនវាអត់ជឿដូច្នេះព្រះអង្គអត់តន់ឆ្លើយដល់ថ្ងៃទី7ស្ដេចហ្នឹងក៏ធ្វើបន់ឲ្យគេដែរធ្វើបន់ឲ្យអញ្ចឹងទៅស្រាប់តែនាងនឹងវាត្រូវអស់បាបក្នុងផងវាចេញមកទទួលផលបុណ្យនឹងទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌បានទៅសួរព្រះលើកក្រោយនឹងព្រះអង្គប្រាប់រឿងនឹងទាំងអស់បានជ្រះថ្លាដឹងថាបុណ្យខ្លួនធ្វើនឹងបានដល់អ្នកស្លាប់ទៅអញ្ចឹងហើយក៏នាំគ្នាធ្វើបុណ្យ7ថ្ងៃទាំងរាជទាំងនិមឺនទាំងមន្ត្រីកហបតីរហូតសពថ្ងៃនឹងទៅទាំងអ្នកបត់ស្ត្រីពាក់ស្បៃលវាកោងកំពង់កពិលត្រាល់ជនិព្រែកកភ្លើងមេសប្រច័ន្ទដងភូមិដងអីចឹងមកហើយដល់ហើយចឹងទៅក៏នាំគ្នាជាប់អភិវឌ្ឍបន7ថ្ងៃហ្នឹងក្រែងលោអារម្មណ៍អ្នកស្លាប់ទៅនឹងឯងជាប់ជាពាក់ដូចទេសៈភិក្ខុកើតជាចៃនឹងជាពរហ្នឹងតាមពិតព្រះអង្គដឹងថាចៃហ្នឹង7ថ្ងៃស្លាប់វិញទេតាណែញោមមើលនឹងរឿង7ថ្ងៃវាមានរឿងអញ្ចឹងហើយញោមញាតស្ដាប់បានអីអត់តែបើស្ដាប់បានចេះតែសំដែងតទេបើស្ដាប់មិនបានទេធ្វើមិនបើគេស្ដាប់មិនយល់ហ្មងនាំទៅខាត់មកអត់ប្រយោជន៍ទេយ៉ែរឿង7ថ្ងៃនេះដោយសេចក្តីក្បោះក្បាយនៅលើប្រទេសកម្ពុជាយើងនឹងធ្លាប់មានប្រវត្តិ3ប្រភពញោមប្រភពទី1អង្កាលយើងមិនទាន់មានពុទ្ធសាសនាក៏យើងធ្វើដែរ7ថ្ងៃប្រភពទី2អង្កាលនៅកាន់ព្រហ្មញ្ញសាសនាក៏ធ្វើដែរ7ថ្ងៃហើយអានឹងវាមានរឿងអ្ហ្មិចអង្កាលពីនៅកាន់ណែមិនទាន់មានព្រហ្មញ្ញសាសនានិងពុទ្ធសាសនាយើងជឿជំនឿដើមជឿទៅលើអរុគអរិយណតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាយើងជឿថាមនុស្សស្លាប់ទៅមិនទាន់ដឹងខ្លួនទេតដល់ថ្ងៃទី7បានដឹងខ្លួនម្ល៉េះហើយយើងថាខ្មោចយំស្ដាយក្រោយណាមកដល់ឃើញគេនិយាយរកគេស្ដាប់មិនឮឃើញរបស់អីចាប់យកក៏មិនបានឃើញនេះឃើញនោះហៅគេចាប់យកប្រើប្រាស់អីគេស្ដាប់មិនបានគេស្ដាប់មិនឮបានយំសោកស្ដាយដឹងតែខ្លួនអញស្លាប់ហើយខ្លួនអញស្លាប់ហើយក៏លាភពលាជាតិកំណើតទៅតាក់តែងកើតថ្មីទៀតបានជាជំនឿហ្នឹងបុរាណាចារ្យដល់ថ្ងៃទី7គេរៀបសំណែនសែនព្រេនដែរគេហៅថាថ្ងៃខ្មោចដឹងខ្លួនថ្ងៃ7ថ្ងៃហ្នឹងចឹងបានកូនខ្លះដើរចោលផ្ទះមិនដែលជួយធ្វើការងារម៉ែឪអីដល់ថ្ងៃណាមួយគេភ្ញាក់អាលឹកមកជួយធ្វើការម៉ែឪចាស់ថាហ៊ីអានេះទំភ្ញាក់ខ្លួនមើលតែខ្មោច7ថ្ងៃមកពីវាមានផ្នត់គំនិតធ្លាប់ជឿអញ្ចឹងណាដល់សម័យក្រោយមកទៀតយើងកាន់ព្រហ្មញ្ញសាសនាម្ដងព្រហ្មញ្ញសាសនាមាន7ថ្ងៃដែរដោយគេជឿលើលទ្ធិពលឹងព្រោះជំនឿព្រហ្មញ្ញសាសនាគេគោរពជំនឿជឿព្រះវិស្ណុព្រះនរាយណ៍ព្រះសិវៈព្រះវិស្ណុឬក៏ព្រះនរាយណ៍ព្រះសិវៈឬក៏ព្រះឥសូរហើយនិងព្រះព្រហ្មគេជឿទៅលើគម្ពីរសាមវេទយុជ្ជវេទអថដ្ឋរវវេទគម្ពីរឧបនិស្ស័តជាពិសេសលោកអាចារ្យខ្លះនៅចេះនៅចាំនៅចំណាំយកមកទស្សទាយថ្ងៃលិចថ្ងៃដាច់ចេះរៀបទៀនធុបបាយសីគ្រឿងពលីការផ្សេងតាមបែបសាសនាព្រាហ្មណ៍ចេះទាយចេះមើលអីសពបែបយ៉ាងនោះមានធម៌គេតបយោគៈចេះធ្វើសមាធិបានឈានអភិញ្ញាជាលោកីដែរប៉ុន្តែមានលទ្ធិគេមួយគេនិយាយពីលទ្ធិពលឹងគេថាមនុស្សយើងម្នាក់នឹងមានពលឹង9ដណ្ដប់ហើយញោមដែលឮគេថាមានពលឹង9ដណ្ដប់អីអត់
អាត្មាលឺព្រោះតានឹងគាត់ចូលចិត្តលេងបញ្ញាចៅឲ្យយំទៅចៅវាភ័យខ្លាំងនិយាយគាត់លួងហូយបលឹង8 9 ដណ្ដប់សពគ្រប់ឲ្យចូលមកវិញមកហើយចំណាំមើលលោកថតដូច2អង្គអញ្ចឹងណានិយាយថាអើយដេកគុណនៅមានបលឹងដល់ហើយតំណងជាបលឹងលោក9 ដណ្ដប់មែនណាបាទថាណាហើយដល់ពេលគេឃើញលោករៀងស្វាត់ដែរអាត្មាដេកគុណមិនសូវមានបលឹងសោះចឹងបលឹងអាត្មាប្រហែលតិចពេញទៅបាត់បលឹងនឹងឯងគេថាមានបលឹង9 ដណ្ដប់មនុស្សម្នាក់ហ្នឹងហើយស្អីខ្លះក៏ច្រើនម្ល៉េះដីទឹកភ្លើងខ្យល់គេថាបលឹង4បលឹងភ្លើងស្ទាបមើលខ្លួននៅក្តៅបលឹងភ្លើងនៅរស់អានេះគ្រាន់តែនិទានតាមបែបព្រហ្មញ្ញណាមិនមែនឲ្យជឿទេគ្រាន់ឲ្យស្ដាប់ទេបលឹងខ្យល់ដាក់ដៃនៅច្រមុះលហើយមនុស្សហ្នឹងក៏នៅរស់ដែរបលឹងទឹកនៅមានជាតិទឹកមនុស្សក៏រស់បលឹងដីនៅមានជាតិចំណីអាហារជាតិរឹងឯហ្នឹងក៏មនុស្សនៅរស់បលឹង4ហ្នឹងជាបលឹងធំដែលក្នុងបាលីខ្មែរភាសាពុទ្ធសាសនាយើងថាមហាពុទ្ធរូបហ្នឹងហើយគេថាហ្នឹងបលឹងធំបលឹងមិនតាន់ធំទេមិនណាបលឹងធំមេគេមិនមែនទេប៉ុន្តែអាហ្នឹងជាបលឹង4ដីទឹកភ្លើងខ្យល់ហ្នឹងបលឹងធាតុចាចតុកៈភូតយូរចាស់ហៅចតុកភូតយូចតុកកភូតយូជាដូនភូតយូជាដូលភូតខ្លះថាបណ្ដូលភូតតែជាបណ្ដូលភូតប្រហើយហើយអាត្មាតាមដានពាក្យហ្នឹងស្អីអាបណ្ដូលភូតហ្នឹងទៅសួរអ្នកស្រុកឯលិចហេនិយាយកណាថាជាដូនភូតទេតាខ្លះថាជាដូលភូតតាតាមពិតចតុកៈភូតសោះហ្នឹងធាតុ4សោះហ្នឹងញោមញាតបាន4បលឹងហើយឯណាទៀតរូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលយើងហៅបញ្ចខណ្ឌហ្នឹងគេថាក្នុងបលឹង5ទៀតទៅសរុបទៅឃើញ9របស់គេហើយនៅ10ទៀតមកជុំវិញខ្លួនមានទ្វាហ្នឹងឯង10ផ្នែកច្រមុះតិចមុខមាត់ទាំងស្បែកឯហ្នឹងទ្វា10មានបលឹងនៅគ្រប់មាត់ទ្វាទាំង10ទៀត10បូកនឹង9ចេញបលឹង9ទាំង10អូបលឹងច្រើនអញ្ចឹងបានបលឹងច្រើនអញ្ចឹងបានជាអ្នកខ្លះភ័យអីបលឹងរបូតខ្លះឲ្យទៅថាទេសនាចប់ចៅមកដប់លេងតកង់ត100ទៅបលឹងនិយាយចង់លោតពីលើម៉ូតូខ្លះហើយឲ្យទៅភ័យខ្លាំងបលឹងចេញស៊ីផលិតដែរហើយដល់ពេលដើរមកពីវាលដើរមកពីប្រាំងម្នាក់ឯងឮតែកដោបតប្រាប់បាសសក់ជ្រុងរត់ប្រូចមកប្រាប់គេថាអូយមិញភ័យបលឹងចង់សក់មានន័យថាបលឹងចេញដល់ចង់សក់ហើយតាន់ទីទៀតលបោតបាត់ហើយដល់តែអ្នកខ្លះឈឺយកតែមែនតែនដោយសារអាគេបញ្ញាធ្វើខ្មោចលងអីចឹងទៅឯងនោះក៏ឈឺភ្ញាក់ចឹងទៅគេហៅជំងឺលួសបលឹងហើយដល់ជំងឺលួសបលឹងអាចារ្យពីដើមគេធ្វើបន់ជាត់បលឹងមកវិញគេកាន់ឈ្នៀងកាន់ពៅខ្មៅជាត់បលឹងឯណាយ៉ាងហើយអាតម្រាហៅបលឹងជាត់បលឹងហ្នឹងមានតែអ្នកខ្លះឈឺរ៉ាំរៃបលឹងចេញពីខ្លួនអស់ខ្លះទៅដើរស្រែកទៅព្រៃទៅប្រាស់គេធ្វើបន់តងបលឹងហៅបលឹងឲ្យចូលឲ្យគ្រប់អាហ្នឹងគេថាណាតាមជំនឿហ្នឹងមកវាមានអញ្ចឹងដែរដល់តែបលឹងហ្នឹងអ្នកឈឺជាប់ហូរហែមកមានរហូតដល់អ្នកខ្លះបួសពេលនៅជាប់បួសពុទ្ធសាសនាសោះអាចារ្យហៅបលឹងសិនដែរកាយក៏ហៅបលឹងដែរវាមានហៅបលឹងហ្នឹងបលឹង9ដណ្ដប់ប៉ិនខាងលបោតដល់តែពេលមនុស្សណាឈឺធ្ងន់គេទៅតាមអាចារ្យមកដល់គាត់ហៅបលឹងសិនអាចារ្យព្រាហ្មណ៍ណាបើបលឹងចូលគ្រប់មនុស្សនឹងជាបើបលឹងនឹងចូលមិនគ្រប់ទេមនុស្សនឹងអត់ជាទេគេឲ្យកូនធ្វើបន់ញោមហើយនិយាយពីបលឹងហ្នឹងគេថាក្នុងមនុស្សម្នាក់យើងនេះព្រហ្មញ្ញសាសនាគេថាមានអ្នករក្សាបលឹង4នាក់ទៀតហ៎អូយើងម្ចាស់ខ្លួនគ្មានដឹងអីអាលីងគេថាមានអ្នករក្សាយើង4នាក់ទៀតពេញប្រានពេញប្រាជ្ញពេញខុនពេញធានដាក់វេនគ្នាពីព្រឹកទល់ថ្ងៃត្រង់ពីថ្ងៃត្រង់ទល់ល្ងាចពីល្ងាចទល់យប់ម្នាក់ពីយប់ទល់ភ្លឺម្នាក់ចែកគ្នា4ពេលហ្នឹងមានអ្នករក្សាបលឹងយើង4នាក់ទៀតហើយអ្នករក្សាបលឹងហ្នឹងមានតួនាទីធ្វើអីថាតួនាទីចាំឲ្យតំណែងមកយើងតាមរយៈយល់សពតាមរយៈប្រភ្នូលញាក់មុខញាក់មាត់ញាក់ដៃញាក់ជើងញាក់ភ្នែកអ្នកខ្លះថាខ្ញុំបើញាក់ក្បាលមានភ្ញៀវមកអ្នកខ្លះថាខ្ញុំបើញាក់ជើងគេបបួលដើរលេងនិយាយខ្លះថាខ្ញុំចំណាំតែឆ្កែអូសគូតពីមុខផ្ទះចូលផ្ទះមកអាហ្នឹងមានភ្ញៀវតាខ្លះថា
ខ្ញុំចំណាំតែ7ពេកហៅចូលផ្ទះមានភ្ញៀវហើយអ្នកខ្លះយល់សពទៅឆត់តាយល់សពនឹងគេថាអ្នករសាបលឹងប្រាប់ដែរបបភ្នូលផ្សេងក៏អ្នករសាបលឹងប្រាប់អូម៉ូតូអូកង់ចេញវឹងពីមុខផ្ទះកចាញ់ចេញលួចព្រុសស្ទាក់ពីមុខមកចេះឯងដូចចម្លែកជីដកកដាផ្លូវបែកកង់ល្មមអានឹងគេថាបបភ្នូលអ្នកខ្លះរៀបចេញទៅណាមណាឲ្យហេតុបរិយាការួចនិយាយខ្លះគាត់ថាខ្ញុំនិយាយពីរឿងភ្នែកបើអាញាក់ភ្នែកឆ្វេងដឹងតែមានរឿងបើញាក់ភ្នែកស្ដាំដឹងតែមានលៀបបើថាឆ្វេងញាក់ព្រឺតដឹងតែមានរឿងហើយគាត់ពីដើមមិនជឿឥឡូវគាត់ពិសោធន៍ជឿអស់ហើយញាក់ភ្នែកឆ្វេងព្រឺតមកបនគេអញមានរឿងឥឡូវហើយមិនដឹងមានរឿងអីអញទៅហើយមិនហ៊ាននៅទេខ្លាចមានរឿងទៅផ្ទះសិនទៅដល់ផ្ទះទាស់មាត់ទាស់ពាក្យសម្ដីឆ្លោះជាមួយតាយំទឹកភ្នែកប្រព្រឹត្តអង្គុយកាត់ទៅអញថាកិច្ចពីនោះក៏មកមានរឿងតាមពិតរឿងជាមួយតាហ្នឹងសោះថ្ងៃក្រោយមកបនគេទៀតញាក់ភ្នែកឆ្វេងព្រឺតដូចថ្ងៃមុនមកបនអញ្ចឹងញាក់ភ្នែកឆ្វេងព្រឹកអញបញ្ញាប់ទៅផ្ទះទៅមានរឿងនៅផ្ទះឥឡូវអញមិនតន់ទៅអញសងំចាំចប់រឿងចាំទៅសងំឲ្យល្ងាចឲ្យលោកទេសចប់ប្រលុបបន្តិចចាំទៅដល់ស្ងាត់រោងហើយចេញទៅគេយកស្បែកជើងបាត់ទៅហើយតំទិញម្សិលមិញថ្មីជ្រើង$26ហើយជិះម៉ូតូទៅដល់តាមផ្លូវបែកកង់ភោសជាងដេញលក់អស់អាលេងទៀតអញទៅណាមកឯនេះបដាអូសមកកណាត់យកដល់ហើយអញ្ចឹងគាត់ថាអញកិច្ចពីរឿងនៅទៅជួបរឿងយូរគាត់អង្គុយឆ្ងល់ភ្នែកជីវៈនោះវាដឹងរឿងពីណាមកមិនក៏ដឹងមុនអញមិនគឺវិញ្ញាណភ្នែកប្រាប់អញដឹងមុនគេថានឹងឯអ្នករសាពលឹងប្រាប់ឯតាខ្លះថាខ្ញុំមាត់ប៉កែបើថាញាក់អាស្ដាំខាងលើបញ្ញាប់ទៅផ្ទះទៅបើមិននិយាយវាធ្វើនំមិនចៅយកនំមកជូនណាតែបើសិនជាញាក់អាឆ្វេងខាងក្រមអត់សង្ឃឹមទេដឹងតែឆ្លោះគ្នាទៀតហើយថ្ងៃហ្នឹងប្រកែកគ្នាអ្នករសាពលឹងមាន4គេថាឲ្យតំណែងអញ្ចឹងមានរឿងវែងឆ្ងាយទៅទៀតប៉ុន្តែដល់មនុស្សណាចិត្តស្លាប់ពលឹងទៅលោតចេញពីខ្លួនទៅបដាហើយមនុស្សហ្នឹងចិត្តតែបាត់សតិបាត់ស្មារតីខ្លះចិត្តតែភ្លេចចិត្តតែភ្លាំងចិត្តតែលោតទៅខ្លះតាំងពី6ខែមុនស្លាប់ខ្លះ1ខែមុនស្លាប់ដល់ថ្ងៃស្លាប់ពលឹងធំវាចេញពលឹងធំចេញថ្ងៃស្លាប់គេថានៅសល់ពលឹងរាយរងទៅមិនតាន់អស់ទេអាពលឹងរាយរងវាទៅថ្ងៃណាគេថាថ្ងៃទី7បានពលឹងរាយរងដែលវាមិនតាន់ទៅអស់វាប្រមូលគ្នាទៅតាមក្រោយអ្នកកាន់សាសនាព្រាហ្មណ៍គេរៀបចំសំណែនសែនព្រេនជូនដំណើរពលឹងថ្ងៃទី7អញ្ចឹងកាលកាន់ព្រហ្មញ្ញសាសនាគេថាថ្ងៃទី7ហ្នឹងជាថ្ងៃសែនជូនដំណើរពលឹងខ្លះសែនផ្ដាច់ពលឹងណាជូនដំណើរពលឹងទៅអស់ទៅចាប់ជាតិកំណើតអញ្ចឹងអាហ្នឹងវាធ្លាប់ជាប់មកដែរប៉ុន្តែឥឡូវសាសនាពុទ្ធយើងអត់បាច់និយាយពីពលឹងតូចពលឹងធំទេនិយាយទៅពីចុតិបដិសន្ធិដើម្បីធ្វើបន់ជូនអ្នកស្លាប់គេហៅថាតក្កិណានុបទានអញ្ចឹងសរុបដោយខ្លីត្រឡប់មកវិញមកក្រោយពីអ្នកស្លាប់ទៅហើយគេមានកម្មវិធីបន់ធំហ្នឹង3ទី1បន់ជាបណកិច្ចទី2បន់មរណៈសង្គ្រោះទី3បន់តក្កិណានុបទានទី1បន់ជាបណកិច្ចគេរៀបចំទុកដាក់សាកសពដោយហេតុ4យ៉ាងជនជាតិខ្លះយកទៅចោលក្នុងព្រៃដូចប្រទេសអេស្គីមូបើស្លាប់ទៅគេសែងម៉ែឪគេដាក់លើភ្នំតកកគេថាម៉ែគេបានទៅឋានសួគ៌ហើយឪគេបានទៅឋានសួគ៌ហើយជនជាតិខ្លះគេយកទៅចោលដាក់ក្រោមដើមឈើរួមជុំវិញគេថាធ្វើអញ្ចឹងបានម៉ែគេឪគេបានទៅឋានសួគ៌ជនជាតិខ្លះសែងយកទៅដាក់ឲ្យថ្មាតស៊ីដូចនៅភូមិភាគទីបេខាងជើងចិនខាងជើងម៉ុងហ្គូលីជាដើមគេមានជំនឿជឿទៅលើសត្វថ្មាតថាក្នុងពោះថ្មាតនឹងមានពលឹងវិញ្ញាណទេវតាបើថ្មាតស៊ីម៉ែឪគេបានបន់ហើយអញ្ចឹងហើយគេសែងម៉ែឪគេទៅដាក់ឲ្យថ្មាតស៊ីនៅទល់សពថ្ងៃនឹងមានរហូតញោមហើយដល់ថ្មាតស៊ីហើយគេអណាស់គេទៅរត់មើលអាលាក្បាលថ្មាតចុះប៉ុណ្ណាអាចារ្យគេទាយថាប្រហែលខែទៀតគាត់ចាប់ជាតិវិញអញ្ចឹងហើយនៅមានជំនឿអញ្ចឹងទៅហើយដល់តែជនជាតិខ្លះទៀតគេសែងយកទៅដាក់ក្នុងព្រៃស្មោសានដូចនៅសម័យព្រះចោលពាសវាពាសកាលក្នុងធម៌លោកសោតដូចអាចរាំងអាយុអូស្មាគេថាដាក់ចោលដេកសង្កត់ដូចជាសង្កត់អស់រកប្រយោជន៍គ្មានណាប៉ុន្តែអាត្មាគិតថាឥឡូវព្រៀបថិតទៅសង្កត់អស់អត់កើតទេណាអស់មានតម្លៃជាងអាត្មាឧបមាថាបើសិនជាយើងកាប់អស់ដុំចងបាច់យកទៅដាក់ផ្សារកំពង់កពិលហើយសូវមានគេទិញប៉ុន្តែបើមនុស្សណាស្លាប់ហើយកាប់កងចងបាច់យកទៅដាក់ផ្សារកំពង់កពិលមិនស្រួលគេរត់ជន់គ្នាណាហើយយ៉ាងអស់គ្រាន់បើជាងផងដូច្នេះហើយញោមញាតពុទ្ធបរិស័ទទាំងឡាយអ្នកខ្លះគេយកទៅចោលអញ្ចឹងប៉ុន្តែកាលពីដើមយើងដើរបត់ដៃបត់ជើងពាសវាលពាសកាលពេញព្រៃឥឡូវគេធ្វើប្រគុណគេមកទៅមកកន្លែងនៅឥណ្ឌាឥឡូវគេធ្វើកន្លែងចោលមកកន្លែងអញ្ចឹងដែរមកកន្លែងគេយកទៅដាក់ធ្វើដងធំហើយគេប្រមូលអ្នកស្លាប់ទៅលាក់ក្នុងរាប់ពាន់អ្នក
นี่มาแบบគេថាធ្វើចឹងឲ្យម៉ែអីគេបានទៅសុកទៅស្រួលបែបទី2ទៀតទៅគេយកទៅដាក់ក្នុងទឹកគេជឿទៅលើទលេកុងគីអីហ្នឹងគេទម្លាក់បដែតទឹកហើយខ្មែរយើងពីសម័យដើមមានខ្លះតិចបន្តួចទេឥឡូវអត់មានទេហើយអ្នកខ្លះដុតរូលហើយកាបឆ្អឹងបោះក្នុងទឹកក៏មានអ្នកខ្លះដាក់ឆ្អឹងក្នុងកោតមាសកោតប្រាក់កោតសម្រិតបោះក្នុងទឹកក៏មានក្រអ្នកក្រអត់មានអីដាក់ក្នុងក្អមទម្លាក់ទឹកចឹងទៅហើយដល់តែឥឡូវអត់មានទេប៉ុន្តែអតិពលលើកជាប់ពីសាសនាព្រាហ្មណ៍នៅឥណ្ឌាណាញោមនៅឥណ្ឌាសពថ្ងៃហ្នឹងអាត្មាទៅមើលទីក្រុងព្រាណសីមានទីប្រឆាធំធំនៅមួយជួរតាមមាត់ទន្លេកុងគានឹងគេជឿណាទឹកទន្លេនឹងវាចេញពីភ្នំមកគេជឿថាទឹកនឹងនាំម៉ែឲ្យគេទៅឋានសួគ៌តែស្លាប់ហើយគេបូជាដុតរូលតម្លាក់នឹងទៅឋានសួគ៌ណានាមកងូតទឹកនឹងលាងបាបហើយមនុស្សគេផ្អើលទៅងូតទឹកលាងបាបហើយនិយាយពីខ្មោចដាច់ពីមុខពីក្រោយពីមុខពីក្រោយសឹកគេដុតបោះទីប្រឆាភ្លើងភ្លឺប្លង់មកយប់ទល់ភ្លឺទីប្រឆាមានជាង80ទីប្រឆាមកជួរក្រុងព្រាណសីនោះហើយមានសន្តាគារធំនៅតាមមាត់ទន្លេណែកុងគាហ្នឹងគេហៅថាសន្តាគារចាំស្លាប់គេសម្រាប់អ្នកមានពីណាម៉ែឪគេទាំងហើមតិចគេមានលុយគេទៅកក់បន្ទប់ដាក់ឲ្យគាត់នៅសម្រាប់ហ្នឹងទៅវាចិត្តមាត់ផ្លូវទៅឋានសួគ៌សំណុកស្លាប់បន្តិចបន្តួចទៅគេដុតរូលបោះទៅក្នុងទន្លេហ្នឹងហើយឥឡូវហ្នឹងបន្ទប់គេប្រហែលជានៅមានទំនេរច្រើនញោមណាចង់កក់អីកក់ដល់អាត្មាអត់ទេហើយអ្នកនៅឆ្ងាយគេរុំកណាត់ក្រហមញោមដាក់លើដបូឡានដឹកមកដល់ទន្លេឲ្យអាចារ្យភ្លុកទៅអាចារ្យភ្លុកហ្នឹងក៏នៅតែចាំដុតមកយប់ទល់ភ្លឺហ្នឹងទៅហើយក្នុងទន្លេហ្នឹងបើតាមគេសន្និដ្ឋានកម្រះឆ្អឹងបាតទន្លេប្រហែលជាង2ម៉ែត្រហើយគេបូមទឹកទន្លេនឹងយកមកធ្វើទឹកបរិសុទ្ធផឹកអាត្មាបានឆាន់គេឯងដែរហើយញោមញាតិពុទ្ធបរិស័ទទាំងឡាយគេជឿអញ្ចឹងទៅបែបហើយអ្នកដែលនៅចិត្តមាត់ទន្លេហ្នឹងទឹកដេកអីលកតាមមាត់ទន្លេអាត្មាទៅម៉ោង3ម៉ោង4ចិត្តភ្លឺដើរសឹងទៅជន់ហើយសួរទឹកឆ្ងល់គេដេកធ្វើអីគេដេកចាំស្លាប់ហើយជួនកាលដេកជាមួយគោជាមួយក្របីឯហ្នឹងគេថាស្លាប់ទៅអាគេចាស់អ្នកក្រណាស្លាប់ទៅវាក្បែរមាត់ផ្លូវទៅឋានសួគ៌សំណុកគេរោលបន្តិចគេដុតបន្តិចគេឆ្កឹះតម្លាក់ទឹកទៅឋានសួគ៌ចេះតែមានណាហើយអ្នកក្នុងភូមិស្លាប់ហើយគេសែងយកទៅចោលក្នុងទន្លេយកទៅបូជាមាត់ទន្លេហ្នឹងគេស្រែកទៅហឹងឲ្យតែគេសែងថ្មោចមិនស្ងាត់ទេគេស្រែកទៅហឹងអើកងអាចារ្យភ្លុកដើមមុខគេអ្នកស្រែកម្នាក់អ្នកសែងទាំងអស់គេស្រែកតាមហើយគេស្រែកថាម៉េចគេស្រែកថារាមណាមសច្ចហេអ្នកសែងនោះគេស្រែកថាហេប៉ុន្តែមិនមែនសលេងដូចយើងអញ្ចឹងឯងសលេងជនជាតិឥណ្ឌាគេមាននឹកហិតគេមានសេថលគេមានឋនិតរាមណាមសច្ចហេគេថាឈ្មោះអ្នកស្លាប់នឹងបានទៅឋានសួគ៌ពិតមែនទេអ្នកឆ្លោយទាំងអស់អ្នកសែងទាំងអស់ត្រូវថាពិតមែនអញ្ចឹងហេអាយើងអ្នកសែងនឹងចាំថាហេឬគេហេគេអញ្ចឹងទៅហើយអ្នកមុខនឹងស្រែកទៀតរាមណាមសច្ចហេហេទៅហឹងអញ្ចឹងមកហើយគេថាអ្នកស្លាប់នឹងបានទៅឋានសួគ៌ពិតមែនទេបានទៅឋានសួគ៌ពិតមែនមកដល់មាត់ទន្លេដាក់ប៉ុកអាចារ្យគេដុតរូលតម្លាក់ទៅឋានសួគ៌របស់គេអាហ្នឹងមកបែបចឹងទៅនេះបែបទី2គ្រាន់តែនិទានឲ្យញោមស្ដាប់មកឈឺជាកេះខ្លះចឹងទៅណាហើយដល់ទី3ទៀតទៅគេបូជាដោយភ្លើងគេយកលំនាំតាមស្ដេចចក្រឬយកលំនាំតាមព្រះពុទ្ធឯទី4គេកប់ទុកក្នុងដីហើយកប់ទុកក្នុងដីហ្នឹងទៅខ្លះក៏កោះកាយវិញខ្លះក៏អីចឹងទៅនេះពិធី4នេះគេហៅថាពិធីជាបណកិច្ចដល់ពិធីបុណ្យមួយទៀតគេហៅថាបុណ្យមរណៈសង្គ្រោះគឺអ្នកស្រុកអ្នកភូមិយើងមកសង្គ្រោះគ្នាដោយធម៌4តាមសាសនាពុទ្ធលោកសម្ដែងថាសង្គ្រោះគ្នាដោយធម៌4ទី1ទានអ្នកមកចូលចាប់មគ្គផលបាយមួយវែកសណ្ដែកមកគួរស្លាមួយចំណិតមកលុះមួយសន្លឹកទឹកមួយត្រឡោកលុយ100រៀលមកកាក់មួយសេន 10000 20000បើគ្នាមានទុកឲ្យមកជួយគ្នាផងក្រុមគ្រួសារអ្នកស្លាប់បើយើងបានមកជួយជាការរំលែកទុកហើយបើយើងមិនមកទេគ្នាមានទុក2ទុកទី1ព្រោះឪពុកស្លាប់ទុកទី2ព្រោះអ្នកស្រុកមិនអើពើជាមួយយើងចឹងបានជាប៉ះពាល់ដោយសម្លេងប៉ះពាល់ដោយភាពអ៊ូអរយ៉ាងណាយើងអនុគ្រោះគ្នាទៅវាម្ដងម្នាក់ទេថ្ងៃនេះគេថ្ងៃក្រោយយើងថ្ងៃនេះម៉ែគេថ្ងៃក្រោយម៉ែយើងបើដូច្នេះហើយឲ្យអនុគ្រោះគ្នានេះទានអ្នកទី2បយៈវច្ចៈមកដល់ពោលពាក្យជាទីស្រឡាញ់គ្នាកំពុងតែមានទុកមុខក្រៀមក្រំគិតអីក៏មិនចាញ់ដែរអញ្ចឹងយើងមកជួយអ្នកខ្លះជួយស្មូតអ្នកខ្លះជួយសោតធរជួយអីមកហើយក្មួយឲ្យធ្វើអញ្ចេះតែក្មួយឲ្យធ្វើអញ្ចោះទៅពោលពាក្យពីរោះលួងលោមជាទីស្រឡាញ់បយៈវច្ចៈទី3សមាណតតាទម្លាក់មានអ្នកឲ្យខ្លួនស្មើកុំឲ្យប្រកាន់ថាអញអាចទៅដំអញជំទាវអញអ្នកមានអញអ្នកធំអញទៅបនអីអ្នកក្រីក្រមានប្រយោជន៍អីអត់ទេជីវិតមួយដូចគ្នាឲ្យទម្លាក់មានអ្នកចេញយើងទៅជួយគ្នាផងថ្ងៃក្រោយយើងមានទុកគេមកជួយយើងវិញចាឯទី4អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នា
នឹងគ្នាកុំចាំតែគេជួលអីចេះអីក៏មកជួយនឹងទៅអ្នកខ្លះរៀបបន្លែផ្លែឈើអ្នកខ្លះចេះតុកកៅអីរៀបអីមកជួយគ្នាចឹងទៅនេះគេហៅបុណ្យមរណៈសង្គ្រោះឯបុណ្យទី3គឺបុណ្យតក្កិណានុបទានតក្កិណានុបទានមានន័យថាតាមឧទ្ទិសតាមហុចតាមជូននៅកុសលផលបុណ្យទៅឲ្យអ្នកស្លាប់មានន័យថាផ្ញើបញ្ជូនសហុយទៅឲ្យអ្នកស្លាប់បន្ថែមទៀតផ្ញើបុណ្យហ្នឹងណាតក្កិណានុបទានគេធ្វើកាលស្លាប់ក៏មានគេធ្វើ7ថ្ងៃក៏មាន100ថ្ងៃក៏មានមួយខួបពីរខួបក៏មានទាំងអស់ហ្នឹងជាតក្កិណានុបទានលក្ខខណ្ឌបន្តិចណាញោមលក្ខខណ្ឌបន្តិចតក្កិណានុបទានតាមបែបពុទ្ធសាសនាយើងបើសិនជាធ្វើខុសគឺមិនត្រូវនឹងតែមកអង្គ3បានអង្គទី1ម្ចាស់បុណ្យចូលប្រគេនផ្ទាល់មហាត់មកចំអាមពីមុខលោកកុំឲ្យឆ្ងាយជាងនឹងអីហើយអញ្ចឹងបើដឹងអញ្ចឹងហើយកុំឲ្យអាចារ្យរួយមាត់ដល់ម៉ោងប្រគេនចូលមកប្រគេនណាសង្ឃមហិសុបតិតាជាទានតម្កល់នៅក្នុងសង្ឃហើយបូជនីយសម្បទាដល់ព្រមនៅបុគ្គលគួរបូជាជូនយាយជូនតាជូនអាចារ្យអញ្ចឹងមកមហាត់មកចំអាមម្ចាស់បុណ្យអ្នកចូលជូនផ្ទាល់អង្គទី2ទាយិកានឹងឧទ្ទិសសេនអ្នកទាយុគឺម្ចាស់ទានប្រធានបុណ្យនឹងអ្នកឧទ្ទិសនឹងគេធ្វើម៉េចឧទ្ទិសនឹងគេធ្វើមាត់ជីបអូចធ្វើមាត់អីអូចលើមើលយាយគាត់ប្រគេនគាត់ធ្វើមាត់អីអូចចឹងណាហើយអីអូចហ្នឹងឲ្យម៉េចគាត់ខ្សឹបខ្សៀវម៉ែឈ្មោះអីយាយឈ្មោះអីតាឈ្មោះអីចឹងមកណាលោកតាបាសក់ទេផ្សែតកូនណាចៅគាត់ធ្វើជូនទៅឲ្យសុំទទួលអាខ្សឹបខ្សៀវហ្នឹងឲ្យគេហៅឧទ្ទិសហើយអញ្ចឹងអ្នកណាអ្នកឧទ្ទិសយើងច្រើនតែយល់ច្រឡំថាអាចារ្យនេះឧទ្ទិសទៅសេកដាស់ឈ្មោះមកស្លឹកហុចទៅអាចារ្យតាអានឈ្មោះបាត់យាយណាមួយឡើងតវ៉ាអាចារ្យនឹងជួនកាលខ្ញុំចេញលុយច្រើនជាងគេមិនក៏មិនឃើញមានឈ្មោះយាយខ្ញុំណាវាអញ្ចឹងអាត្មាសូមបញ្ជាក់ថាមិនមែនអាចារ្យអ្នកឧទ្ទិសទេទាយិកាណាំងឧទ្ទិសសេនអ្នកគឺទាយុអ្នកឧទ្ទិសម្ចាស់បុណ្យទេអ្នកឧទ្ទិសហ៎មិនមែនអាចារ្យអ្នកឧទ្ទិសទេមិនមែនអាចារ្យណាំងឧទ្ទិសសេនអ្នកភិក្ខុសង្ឃាណាំងឧទ្ទិសសេនអ្នកអត់ទេអាចារ្យហ្នឹងគេប្រែថាគ្រូហើយដល់តែយើងមិនចេះឧទ្ទិសបានគេហៅអាចារ្យហ្នឹងជាគ្រូឲ្យមកជួយបង្រៀនយើងហើយដល់តែអញ្ចឹងអាចារ្យក៏គាត់មកជួយយើងដឹកនាំយើងអញ្ចឹងសូមបញ្ជាក់ញោមញាតិដែរម្ចាស់បុណ្យអាចារ្យអានឈ្មោះមួយថ្ងៃវត្តល្ងាចអត់មានទម្ងន់ទេគ្រាន់តែឲ្យយើងលឺជួយរំលឹកឯងគាត់ចេះតែជួយហៅទៅប៉ុន្តែលក្ខខណ្ឌនៃតក្កិណានុបទានមិនមែននៅលើអាចារ្យអ្នកហៅទេគឺយើងកូនចៅអ្នកហៅផ្ទាល់ណាញោមណាអញ្ចឹងកូនចៅត្រូវឧទ្ទិសខ្លួនឯងដល់តែពេលយើងមិនចេះឧទ្ទិសបានយើងទៅតាមអាចារ្យទៅរកអាចារ្យមកហើយអាចារ្យហ្នឹងក៏មកដល់ហើយដឹកនាំយើងធ្វើតាមតែអាចារ្យទៅបានគេបង្កើតបល័យវេហ្នឹងដូចគេបង្រៀនអញ្ចឹងអាចារ្យអ្នកថាឲ្យយើងអ្នកថាតាមអាចារ្យអ្នកថាឲ្យយើងអ្នកថាតាមយើងមិនចេះឧទ្ទិសហើយឥឡូវញោមចំណាំមើលឲ្យអាត្មាមិនចេះថាទេពេលគេវេទៅឃើញតែយាយមកពីជើងមកពីត្បូងមកពីលើមកពីក្រោមអ្នកថាកូនចៅគ្មានថាផងអង្គុយតែថ្មឹងអានឹងហើយដែលគេហៅថាខុសយើងវាមិនចេះឧទ្ទិសហ្នឹងបានអាចារ្យវេឲ្យយើងថាតាមហើយបើយើងមិនថាតាមផងនឹងជាវេនាំយូរធ្វើស្អីគេវេហ្នឹងគេឲ្យកូនចៅថាតាមអញ្ចឹងយើងថាតាមទៅអង្គទី3អ្នកស្លាប់ទៅនឹងមកទទួលពេតានឹងអនុមោទនេនេះអ្នកស្លាប់មកទទួលហើយបើអ្នកស្លាប់មិនដឹងបានអាចារ្យជួយនាំគ្នាសូត្រយ៉ាងកញ្ញអ៊ីមីនីយាទេវតាទេវាកនថ្វានិវេទយងផ្ដាំផ្ញើតាមទេវតាឲ្យទេវតានាំដំណឹងទៅប្រាប់អានឹងបានហើយបើសិនជាមិនឧទ្ទិសមិនចូលប្រគេនទេអានឹងវាមិនបានទេរួចដើម្បីឧទ្ទិសទៅបានត្រូវមានលក្ខខណ្ឌ4យ៉ាងទៀតមិនចេះតែឧទ្ទិសទៅបានងាយដែរណាតក្កិណានុបទានហ្នឹងលក្ខខណ្ឌ4យ៉ាងទី1ទេសុចរិតតាឲ្យកូនចៅម្ចាស់ទានទាំងអស់មកធ្វើកាយសុចរិតបច្ច័យសុចរិតមនុស្សសុចរិតឲ្យស្អាតនិយាយដោយខ្លីស្លៀកពាក់ឲ្យស្អាតងូតទឹកឲ្យស្អាតចូលមកសមាទានសិលបានជាមុននឹងវេអាចារ្យគ្រប់វត្តឲ្យសមាទានសិលហើយញោមចំណាំមើលពេលអាចារ្យឲ្យសមាទានសិលឃើញតែយាយតាមមកពីជើងមកពីត្បូងសមាទានកូនចៅគេគ្មានថាតាមផងគ្មានសមាទានផងអានឹងហើយដែលគេហៅថាខុសកូនចៅយល់ថាអញមិនទាន់ថ្វាយខ្លួនផងនាំកាន់សិលទៅរឹតតែដាច់រឹតតែបាបអត់ទេបានសិល1ម៉ោង2ម៉ោងគ្រាន់បើជាងអត់សោះធ្វើបុណ្យតក្កិណានុបទានហ្នឹងនិយាយឲ្យចំទៅថ្ងៃបុណ្យគឺថ្ងៃកាន់សិលមួយឆ្នាំមាន365ថ្ងៃយើងអត់ដែលបានកាន់សិលមួយថ្ងៃទេអញ្ចឹង365ថ្ងៃក្នុងមួយឆ្នាំសុំតែមួយថ្ងៃហ្នឹងឲ្យមានសិលអត់បានទៀតហើយបើអត់បានទេ365ថ្ងៃសុំមួយព្រឹកមកអត់បានទៀតសុំ1ម៉ោងមកអត់ទៀតអញ្ចឹងសុំ10នាទីពេលប្រគេននឹងមក
សុំតែ10នាទីនឹងមកទទួលសិលហើយទៅអង្គុយនឹងមុខនឹងអត់ទាន់ដាច់អីមួយសោះអត់ទាន់ដាច់អីមួយទេសុំសិលហើយនឹងអង្គុយមុខនឹងអត់ទាន់ដាច់ចូលប្រគេនពេលហ្នឹងបានបនពេញម៉ែឪយើងអ្នកស្លាប់ទៅទទួលបានមុននឹងវេគេឲ្យសមាទានសិលហ្នឹងនោះហើយដល់តែយើងដាច់ស្មាមានថ្ងៃអាសៀនល្ងាចអីវាដាច់អីធ្វើម៉េចបើយើងមិនទាន់បានកាន់ប៉ុន្តែខណៈយើងធ្វើទាននេះយើងមានសិលបានគេឲ្យកាន់សិលណាឯទីហើយបើយើងមិនសមាទានសិលអត់ត្រូវទេឯទី2គឺសព្វរិខារាំងមានគ្រឿងបរិខាទី3តាំងចិត្តចំពោះមេដាបេដាទី4បានប្រគេនហើយបានឧទ្ទិសទៅបានបើយើងមិនទាន់ប្រគេនអត់ឧទ្ទិសទៅបានទេឧបមាមួយចុះផ្ញើលុយតាមវិញបើអត់ទាន់ដាក់លុយផងឯនោះមិនទទួលបានតោះតែយើងដាក់លុយដាក់លុយតាមវិញដូចយើងចូលប្រគេនប្រសងជាម្ចាស់វិញអញ្ចឹងឧបមាអញ្ចឹងណាហើយដល់ទៅពេលប្រគេនហើយនឹងអ្នកឯនោះអត់ទាន់ទទួលបានទៀតតោះតែយើងឧទ្ទិសឧទ្ទិសហ្នឹងគឺគេប្រាប់លេខកូដហើយបើយើងមិនប្រាប់លេខកូដទៅឯនោះគ្នាបើកមិនបានបើអញ្ចឹងដាក់ទៅដាក់ប្រមាណក៏វានោះបើកមិនបានទេបើអត់ប្រាប់លេខកូដហើយប្រាប់លេខកូដហ្នឹងធៀបមកក្នុងធម៌យើងប្រាប់លេខកូដហ្នឹងឲ្យយើងឧទ្ទិសយើងខ្សឹបប្រាប់កុំឲ្យគេលឺខ្លាចគេទៅបើកមុខណាហើយយើងខ្សឹបប្រាប់ថាឧទ្ទិសឲ្យដល់បានដល់ម៉ែឪឈ្មោះនេះអញ្ចឹងទៅអាហ្នឹងប្រៀបធៀបអញ្ចឹងណាតែហ្នឹងតេខេណានុបទានធ្វើអញ្ចឹងទៅត្រឹមត្រូវហើយបើសិនជាធ្វើប៉ុណ្ណឹងហើយគាត់ទទួលមិនបានអាចារ្យនាំគ្នាសូត្រផ្ដាំផ្ញើតាមទេវតាទៀតមានធម៌យ៉ាងកញ្ញអ៊ីមនីយេទេវតាទេវាកនថ្វាយនៅវេទយងអីជាដើមនោះអញ្ចឹងណាអាត្មាថាមិនប្រងទេសវែងទេប៉ុន្តែសំណូមពរប្រគុណម្ចាស់បុណ្យហ្នឹងតវ៉ាតាំងពីចុះពីឡានមកហើយបើអញ្ចឹងវែងតាមសំណើបានហើយប៉ុណ្ណឹងហើយសារិកាក៏ចូលដេកសេកក៏ចូលទំនុំឃ្មុំក៏ចូលប្រកងយាយតាក៏ទំនងជាចុកជើងពីខកសងយើងក៏ចុកចកេះចុកជង្គង់ហើយបើអ្នកប្រងវាយវងកំពុងតែស្រឿចានស្លាប់ព្រាហើយបើយើងចិត្តតែបន្តមិនមើលពេលវេលាតែគេឡើងចោលអត់អ្នកយ៉ាងកេញដែរគេថាដែរជួនកាលយាយធុញអ្នកគេឲ្យមើលមុខយាយតាបើមុខចេះតែស្ងួតមាត់ចេះតែស្ងាបស្ទើអង្គុយស្ទើក្រាបស្ទើកន្ទែងសំបីធាត់នោះនៅវែងសង្ខេបលើកលែងលាគេទៅជួនកាលយាយធុញយាយថប់យាយមិនថាបើយាយចេះតែប្រខិតអត់បញ្ចប់ស្លាសញ្ញាតែយាយចង់ទៅផ្ទះជួនកាលតាធុញតាថប់តាមិនថាបើតាចេះតែលើកមើលនាឡិកាសញ្ញាតាសញ្ញោថាដល់ម៉ោងអញ្ចឹងយើងក៏បញ្ចប់ប៉ុណ្ណឹងដែរបុណ្យកុសលដែលយើងបានធ្វើនេះរមែងការកើនចម្រើនជាផលកតញ្ញូមួយសម្រាប់កូនចៅជាពិសេសប្រគុណជាអង្គម្ចាស់និងបងប្អូនទាំងអស់ដែលធ្វើបុណ្យជូនឪពុកម្ដាយមិនមែនបានតែត្រឹមលោកឪពុកទេយើងនឹងបានបំពេញកាតព្វកិច្ចជាធម៌កតញ្ញូយើងបានអានិសង្សកតញ្ញូទាំងអស់គ្នាអានិសង្សបុណ្យនឹងបានដល់យើងមានកូនមានចៅសត្វតកូនល្អប្រកបដោយកលងធម៌ទៅណាមកណាទេវតាថែអាសាការពារបានសំណុកសុខសប្បាយរហូតអញ្ចឹងទៅណាហើយលោកតាបាសក់ទេពសែតទៅនៅទីណាសុំទេវតាជួយនាំដំណឹងទៅប្រាប់ជាមួយនឹងញាតិកាសាលហិតមេត្តាបៃតាជីដូនជីតាម៉ាកងចាក់ចែសោហៀទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាប់1000ជួ1000តម្រួតតាទុយទួតតាលាយលាអនាំគ្នាមកទទួលកសលផលបុណ្យក្នុងទីនេះសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាឯមេត្តាបៃតារបស់ពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកហ្នឹងក៏មានមេត្តាបៃតាជីដូនជីតាគេដែរសូមឲ្យបានអត្តមនុញ្ញផលកសលផលបុណ្យសោយសម្បត្តិទឹករួចចាក់ទុកតាមសេចក្តីប្រាថ្នាដែរឯញោមញាតិទាំងអស់ទាំងលោកអាចារ្យរៀបចំទានធូបបាយសីបរិយមលូស្លាសការៈបូជាអាទនៈថ្វាយប្រសង់ព្រះអង្គក្នុងទីនេះសូមឲ្យបានសេចក្តីសុខចម្រុងចម្រើនតាមប្រាថ្នាអ្នកមកចូលចាប់អ្នកផលទោះបីបាយមួយវែកសម្លបាយមួយចានឬក៏អង្គមួយចានលុយ100រៀលមកកាក់មួយសេនបាយមួយវែកសម្ដេចមកគួរស្លាមចំណិតមលូមកត្រឡប់ទឹកមកត្រឡប់ទៅផ្ទះបាត់ហើយក្តីនៅក្នុងទីនេះក្តីប្រាថ្នាអ្វីឲ្យសម្រេចអ្នកដែលមកជួយតបជួយតែងជួយចាត់ជួយចែងជួយលីជួយសែងលើកទុកលើកដាក់លៀងចានលៀងឆ្នាំងលៀងប៉ាត់លៀងពេងចិត្តបន្លែផ្លែឈើជួយដាំជួយធ្លោជួយធ្លុកបងប្រហុកបងអំបិលបិជែងទាំងចាស់ទាំងក្មេងជាវិជាវិជ្ជៈអ្នកខលខ្វាយរត់ទឹកបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យនៃប្រាថ្នាប្រយោជន៍ណាពរណាសូមឲ្យបានសម្រេចទាំងសន្តិសុខទាំងសម្រាប់ធ្នាប់ទាំងអ្នកមានលំកកង់ម៉ូតូសេធ្លូឡើងវិតាដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងក៏សូមឲ្យបានសុខចម្រើនការសម្បត្តិគ្រប់ប្រការប្រាថ្នាអ្វីឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាការថ្លាថ្លែងសម្ដែងប៉ុណ្ណេះស្លេះប៉ុណ្ណឹងសុននមតចប់អេវ៉ាំង